នឹងជាទីមេត្រីខ្ញុំបានចំណានអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាកំពុងតែប្រចាំការនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទីតាំងខាងក្រោយនេះពួកអ្នកបានឃើញគឺជាទស្សនវិជ្ជាគ្រឿងចាក់របស់ថៃដែលកំពុងតែឈូសឆាយមកលើដីរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងដែលនេះគឺកំពុងតែអនុវត្តច្បាប់របស់ប្រទេសថៃមកលើទឹកដីនិងប្រជាពលរដ្ឋកម្ពុជាអញ្ចឹងបងប្អូនអាចឃើញហើយថាតើថៃបាននឹងកំពុងធ្វើបែបណាដែលជានេះគឺជាគេថាការរៀបគម្រោងទុករបស់ភាគីថៃមកលើការអនុវត្តបាទគេហៅថាច្បាប់របស់ខ្លួនមកលើទឹកដីនៃកម្ពុជារបស់យើងអញ្ចឹងសង្ឃឹមថាតាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះសហគមន៍អន្តរជាតិក៏ដូចជាបណ្ដាបាទថ្នាក់ដឹកនាំពិភពលោកនឹងបានឃើញអំពីការបំពេញរបស់ប្រទេសថៃមកលើកម្ពុជាអញ្ចឹងបងប្អូនឃើញហើយបាទតំបន់នេះគឺជាតំបន់ដែលបាទថៃបានដាក់បន្លាលួសកាលពីប្រហែលខែមុនរហូតទៅដល់បាទការដាក់បន្លាលួសដែលធ្វើឲ្យមានអំពើហិង្សាបាទបាញ់នៅគ្រាប់ជ័របាញ់នៅគ្រាប់បាយផ្សែងក៏ដូចជាបង្កគេហៅថាអំពើហិង្សានេះមកកាន់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាព្រះសង្ឃហើយពេលនោះយើងបានដឹងហើយថាបាទកម្ពុជារបស់យើងគឺជាមានប្រជាពលរដ្ឋដែលរងគ្រោះគឺជាប្រជាពលរដ្ឋស្លូតត្រង់ហើយសម្បីតកងកម្លាំងពេលនោះក៏មិនប្រដាប់អាវុធដែរហើយជាក់ស្ដែងពេលនេះបាទជាក់ស្ដែងពេលនេះយកបានឃើញបាទនៅទឹកដីនេះគឺជាភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទាហានថៃចាប់ផ្ដើមបំពេញជាថ្មីម្ដងទៀតហើយបំពេញទៅលើបាទគេថាកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំពិសេសលើកទី1 GBC ក៏ដូចជាបំពេញគេហៅថាអធិបតេយ្យភាពរបស់កម្ពុជាដែលនេះគឺជាអធិបតេយ្យភាពរបស់កម្ពុជាដែលយើងបានអះអាងស្នើភាគីថៃម្ដងហើយម្ដងទៀតឲ្យមានការអត់ធ្មត់និងយកបញ្ហានេះទៅដោះស្រាយនៅ JBC បាទអញ្ចឹងម្ដងទៀតទស្សនិកជននៅវេលាម៉ោងប្រមាណ12បាទទាំង50នាទីគឺសកម្មភាពនៃការចាប់ផ្ដើមបាទឈូសឆាយមកលើបាទទឹកដីរបស់កម្ពុជាក៏ដូចជាដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ភូមិព្រៃច័ន្ទបាទឃុំបាទអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយភាគីថៃក៏មានទាហានឈុតខ្មៅបាទប្រដាប់ដោយអាវុធក៏កំពុងតែឈរបាទនៅខាងមុខខ្ញុំដែរបាទខ្ញុំអាចចោលលោកអ្នកបានឃើញទីនោះបាទហើយតម្លៃកម្ពុជារបស់យើងបាទយើងមានអ្នកសារព័ត៌មានរបស់យើងមួយចំនួនដែរដែលបានប្រចាំការនៅទីនេះបានកំពុងតែថតផ្សាយផ្ទាល់នៅអ្វីដែលជាសកម្មភាពបំពេញរបស់ភាគីថៃដែលអនុវត្តច្បាប់របស់ខ្លួនតែមកលើទឹកដីនិងប្រជាពលរដ្ឋកម្ពុជាទៅវិញហើយសម្រាប់ទស្សនវិជ្ជានេះបាទកងកម្លាំងកងទ័ពជួរមុខរបស់យើងគឺគ្រាន់តែបាទគេហៅថាមកសម្របសម្រួលដោយមិនប្រដាប់អាវុធទេបាទអញ្ចឹងយើងនៅតែបន្តភាពអត់ធ្មត់និងទប់ស្កាត់បាទទប់ស្កាត់កុំឲ្យមានការបំពានជាបន្តទៀតតែយើងនឹងរងចាំមើលថាតើសកម្មភាពជាបន្តនៃការអនុវត្តរបស់ពួកទាហានថៃថាតើវានឹងមានសកម្មភាពជាបន្តបែបណាបាទទូរទស្សនិកជនជាទីគោរពនេះគឺជារូបភាពផ្ទាល់ដែលធ្វើការផ្សាយចេញពីភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈរូបភាពដែលលោកអ្នកបានឃើញនេះគឺជាសកម្មភាពរបស់កងទ័ពថៃដែលកំពុងតែអនុវត្តច្បាប់របស់ថៃមកលើប្រជាពលរដ្ឋនិងកងទ័ពរបស់កម្ពុជានៅលើដែនអធិបតេយ្យរបស់កម្ពុជាដែលស្ថិតនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដោយដែលលោកតាមចំណានបានរាយការណ៍ជូនទូរទស្សនិកជនបានជ្រាបអំបញ្ញមិញនេះគឺថាចាប់ពីវេលាម៉ោង12និងប្រមាណ50នាទីកងទ័ពថៃដែលជាកងទ័ពក្រមអាវខ្មៅប្រដាប់ដោយអាវុធនិងសម្ភារៈផ្សេងៗកំពុងតែប្រើគ្រឿងចាក់នៅក្នុងការឈូសឆាយដែលសកម្មភាពទាំងអស់នេះយើងចាត់ទុកថាជាសកម្មភាពមួយរំលោភបំពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាហើយទីតាំងនេះគឺជាទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលយើងមានប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើនគ្រួសារកំពុងតែរស់នៅអាស្រ័យផលដែលមានផ្ទះសម្បែងហើយកំពុងតែរស់នៅអចិន្ត្រៃយ៍នៅលើទីតាំងនេះតាំងពីយូរយារណាស់មកហើយតាំងពីមុន MOU ឆ្នាំ2000ចូលជាធរមានមកម្លេះដូច្នេះតាមរយៈសកម្មភាពទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថាកងទ័ពថៃឈុតខ្មៅនេះគឺបន្តឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងពិតប្រាកដណាស់បាទចា៎ជាការពិតណាស់ហើយនៅវេលាព្រឹកនេះយើងឃើញថាក៏មានអ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិដែលបាន
ចុះទៅផ្ដិតយករូបភាពនៅទីតាំងផ្ទាល់ដើម្បីឲ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋមិនថាតែនៅក្នុងប្រទេសកម្ពុជាទេគឺនៅទូទាំងពិភពលោកបានឃើញអំពីសកម្មភាពដ៏កក្លឿនរបស់ចាភាគីថៃដែលនៅតែបន្តធ្វើម្ដងហើយម្ដងទៀតដោយបានប្រើប្រាស់ច្បាប់របស់ខ្លួនមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញដែលនេះគឺជាទង្វើដែលមិនត្រឹមត្រូវហើយក៏ជាទង្វើមួយដែលធ្វើឲ្យចាមិនថាជាតិនិងអន្តរជាតិគឺកំពុងតែតាមនៅសកម្មភាពដ៏កក្លឿនបែបនេះរបស់ថៃជាបន្តបន្ទាប់ឥឡូវនេះយើងបន្តទៅកាន់សេចក្តីរាយការណ៍របស់អ្នករាយការណ៍យើងបន្តទៀតថាតើមកដល់ពេលនេះនឹងមានអ្វីប្រែប្រួលបន្ថែមទៀតចា៎ទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទសូមធ្វើការអធិប្បាយបន្តទៀតនៅក្នុងការផ្សាយរបស់យើងបាទដែលខ្ញុំបាទកំពុងតែឈរនៅទីតាំងនេះផ្ទាល់លោកអ្នកបានឃើញចង្អាយប្រហែលជាបាទប្រហែលម៉ែត្រទេនៅកន្លែងនោះតែធានថៃនៅតែបន្តបំពេញនៅកិច្ចព្រមព្រៀងបំពេញនៅការសម្របសម្រួលពីគេថាថ្នាក់អន្តរជាតិក្នុងការបាទអនុវត្តនៅបទឈប់បាញ់ប៉ុន្តែនៅតែបន្តបាទសកម្មភាពបំពេញនៅទីតាំងនេះដដែលលោកអ្នកបានឃើញនេះគឺជាបណ្ដោយផ្លូវដែលរងបាទគេថាការបំពេញតាមរយៈការដាក់បលាលួសកាលពីលើកមុនក៏ដូចជាបាទក៏ដូចជាសម្បកកងឡានដែលដាក់ពីការពីថ្ងៃទី17ខែកញ្ញាកន្លងទៅហើយបានមានអំពើហិង្សាលោកអ្នកបានឃើញបាទដែលទាហានថៃបាទប៉ុនប៉ងដាក់ការពីលើកមុនប៉ុន្តែត្រូវបានកម្លាំងបងប្អូនប្រជាពលរដ្ឋរបស់យើងធ្វើការទាញចេញហើយនឹងទប់ស្កាត់ហើយនឹងរុញចេញមិនឲ្យភាគីថៃមកកាន់តំបន់នេះទេហើយលោកអ្នកបានឃើញជាបន្តបាទគឺទាហានថៃកំពុងតែឈូសឆាយតំបន់នោះហើយបើតាមយើងមើលទៅអាចនឹងបាទប៉ុនប៉ងមកឈូសដីរបស់យើងជាបន្តទៀតចឹងយើងនៅទីនេះយើងនឹងបានឃើញជាក់ស្ដែងអំពីសកម្មភាពរបស់បាទខាងបាទភាគីថៃដែលបំពេញទៅនឹងកិច្ចព្រមព្រៀងបំពេញទៅនឹងការបាទហៅថាសម្របសម្រួលបាទពីថ្នាក់អន្តរជាតិដែលមានលោក Donald Trump ដែលយើងបានចូលរួមកិច្ចប្រជុំប៉ុន្តែនៅតែបំពេញម្ដងហើយម្ដងទៀតមកលើកម្ពុជារបស់យើងបាទចឹងយើងអាចទៅមើលនៅទីតាំងខាងនោះបន្តិចដើម្បីបានឃើញបាទយើងមានអ្នកសារព័ត៌មានយើងច្រើនហើយបងប្អូននៅទីនេះអត់មានប្រជាពលរដ្ឋដល់ឡើយទេបាទមានតែកងកម្លាំងបាទដែលមិនប្រដាប់អាវុធបាទមិនប្រដាប់អាវុធរបស់យើងគាត់បាននៅប្រចាំការនៅទីតាំងទីនេះផ្ទាល់បាទអញ្ចឹងខ្ញុំបាទអញ្ចឹងទីតាំងនេះគឺគៀកមែនតើលោកអ្នកបានឃើញបាទកាលពីថ្ងៃទី17គឺលេបឡាលួសតែម្ដងបាទ17កញ្ញាបងបាទអរគុណអញ្ចឹងបងប្អូនបានឃើញអធិស្ឋានសម្រាប់រូបភាពរៀងរ៉ារ៉ូប៉ុន្តែដោយសារតែខ្ញុំចង់បង្ហាញជូននៅទីតាំងសំខាន់អញ្ចឹងទីតាំងដែលខ្ញុំកំពុងឈរនេះគឺជាទីតាំងដែលទាហានសៀមប៉ុនប៉ងដាក់បលាលួសបាទកាលពីថ្ងៃ17ហើយឥឡូវយើងមើលរូបភាពថ្ងៃនេះថ្ងៃទី10ខែតុលាឆ្នាំ2025ទាហានថៃទាហានសៀមនៅតែបន្តបាទបំពេញយ៉ាងកក្លឿនទៅលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជារបស់យើងបាទធ្វើការឈូសឆាយបាទដីអធិបតេយ្យភាពរបស់កម្ពុជាគឺដូចជាអធិបតេយ្យភាពបាទក៏ដូចជាទឹកដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរអញ្ចឹងបងប្អូនឃើញហើយអាចជួយចែករំលែកដើម្បីឲ្យសហគមន៍អន្តរជាតិបានឃើញអំពីសកម្មភាពដែលបំពេញរបស់ភាគីថៃមកលើកម្ពុជាអញ្ចឹងទស្សនិកជនខ្ញុំបាទសូមទៅទីតាំងមួយទៀតដើម្បីលោកអ្នកបានងាយស្រួលក្នុងការឃើញនៅទស្សនវិជ្ជានេះជាបន្តទៀតបាទម្ដងទៀតបាទនៅទីតាំងនេះគឺមានអ្នកសារព័ត៌មានរបស់យើងបាទមួយចំនួនបាទមកដល់ទីតាំងនេះបាទហើយនៅទីតាំងនេះដូចខ្ញុំបានជំរាបជូនមានកងកម្លាំងរបស់យើងក៏នៅប្រចាំការនៅទីនេះ24ម៉ោងដែរតែកងកម្លាំងរបស់យើងគឺមិនប្រដាប់ដោយអាវុធនោះទេដើម្បីការពារដោយអហិង្សាបាទក៏ដូចជាបង្ខែថានៅតែបន្តអនុវត្តនៅភាពអត់ធ្មត់ទៅលើការអនុវត្តនៅគេថាបទឈប់បាញ់ដែលយើងមិនចង់ឲ្យមានចំនួនបន្តទៀតទេបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទកម្ពុជាគឺជាប្រទេសមួយដែលស្រឡាញ់សន្តិភាពជាប្រទេសមួយដែលចង់បានសន្តិភាពជាប្រទេសមួយដែលចង់បានអ្នកជិតខាងល្អប៉ុន្តែយើងក៏មិនអាចកៅថាមើលឃើញដោយដៃទទេនៅអ្វីដែលបាទប្រទេសជិតខាងរបស់យើងនៅតែបន្តបំពេញកម្ពុជាម្ដងហើយម្ដងទៀតយើងក៏បានខ្នះខ្នែងនៅក្នុងការស្នើសុំឲ្យភាគីថៃបាទធ្វើការអត់ធ្មត់ពាក់ព័ន្ធទៅនឹងបាទតំបន់ព្រៃច័ន្ទក៏ដូចជាតំបន់ជោគជ័យដែរតាមរយៈលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យក៏ដូចជាលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏ប៉ុន្តែភាគីថៃនៅតែបំពេញបាទភាគីថៃនៅតែបន្តដាក់ឲ្យសន្និបាតឲ្យអនុវត្តបាទច្បាប់
របស់ខ្លួនដោយបានប្រកាសថាច្បាប់នេះនឹងដាក់ទោសទណ្ឌបៀបម៉េចមកលើប្រជាពលរដ្ឋកម្ពុជាដែលការអនុវត្តនេះគឺនៅលើទឹកដីកម្ពុជាទេបាទអញ្ចឹងនេះគឺជាការអនុវត្តយ៉ាងបាទហៅថាក៏ខ្លួនខុសទៅនឹងច្បាប់អន្តរជាតិជើបងប្អូនអាចមើលឃើញហើយបាទអំពីទង្វើរបស់ហៅថាពួកទាហានសៀមនៅតែបន្តបំពេញមកលើទឹកដីកម្ពុជាហើយយើងមើលថាតើការឈូសឆាយនេះបាទលោកអ្នកបានឃើញគឺឈូសឆាយមកដល់ក្បែរតំបន់ដែលដាក់បន្លាលួសនេះសិតតែជាស្នាមដែលពួកទាហានបាទថៃបានឈូសឆាយហើយយើងមើលឃើញបាទអញ្ចឹងនេះគឺជាអ្វីដែលខាងទាហានថៃនៅតែបន្តក៏ឃ្លឿនហើយយើងសង្ឃឹមថាបាទសហគមន៍អន្តរជាតិបាទប្រធានាធិបតីសហរដ្ឋអាមេរិកអាដាម Donald Trump ក៏ដូចជាប្រធានាធិបតីរបស់បាទសាធារណរដ្ឋប្រជាមានិតចិននឹងមើលឃើញក៏ដូចជាបាទក្រុមអ្នកសង្កេតការអន្តរការបាទ IOT បាទទាំងពីរអាចមើលឃើញអំពីសកម្មភាពការបំពេញរបស់ភាគីបាទថៃមកលើទឹកដីកម្ពុជារបស់យើងហើយជាបាទសូមបញ្ជាក់ម្ដងទៀតនៅទីនេះមិនមានបងប្អូនប្រជាពលរដ្ឋរបស់យើងទេតែមានកងកម្លាំងរបស់យើងប្រចាំការដោយមិនប្រដាប់អាវុធនៅក្នុងការទប់ស្កាត់បាទប៉ុន្តែយើងនឹងមើលថាតើការបំពេញរបស់ភាគីថៃនេះនឹងបន្តបែបម៉េចទៀតដើម្បីឲ្យសហគមន៍អន្តរជាតិវិតម្លៃក៏ដូចជាគេហៅថាការដាក់ទោសទណ្ឌឲ្យសមហេតុសមផលទៅលើអ្វីដែលភាគីថៃជាអ្នកបំពេញបាទនៅក្នុងបណ្ដាញសារព័ត៌មានរបស់ថៃតែនិយាយថាខ្លួនជាជនរងគ្រោះតែយើងមើលទៅជនរងគ្រោះឯណាមកឈូសឆាយដីរបស់បងប្អូនប្រជាពលរដ្ឋនៃសាសដតីបាទដោយគ្មានបានការគិតគូរដោះស្រាយបញ្ហាដោយសន្តិវិធីបាទអាងអីនៅក្នុងការប្រើច្បាប់របស់ខ្លួនមកអនុវត្តមកលើទឹកដីរបស់គេដោយបាទមិនដោះស្រាយទៅតាមបាទគោលការណ៍កិច្ចព្រមព្រៀងដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជាថ្មីហើយបញ្ជាក់ជាថ្មីទៀតថាបញ្ហានេះគឺត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈបាទគណៈកម្មការព្រំដែនចម្រុះហៅកាត់ថា JBC ហើយសូមឲ្យអាជ្ញាធរខេត្តស្រះកែវគឺមានការអត់ធ្មត់ប៉ុន្តែបាទទាហានថៃគឺមិនអត់ធ្មត់ទេនៅតែបន្តបំពេញមកលើការឈូសឆាយបាទដីស្រែរបស់បងប្អូនប្រជាពលរដ្ឋបាទអញ្ចឹងបងប្អូនឃើញហើយបាទអ្នកស្រុកនៅក្នុងភូមិព្រៃច័ន្ទនេះអ្នកណាមិនស្ដាយសំណោះទឹកដីរបស់ខ្លួនបាទដីសាររបស់ខ្លួនដែលខ្លួនឲ្យប្រទេសមួយគឺខ្លាចចុះឥឡូវតែលោកបានឃើញបន្តនៅក្នុងការឈ្លានពានតាមរយៈការឈូសឆាយបាទនេះគឺជាគ្រឿងចក្រដែលលោកបានឈូសឆាយហើយទស្សនវិជ្ជាបាទឃើញនេះគឺជាទីតាំងដែលភាគីសៀមបន្តប៉ុនប៉ងបាទចង់បាននៃការគេហៅថាដាក់បន្លាលួសច្បាមកាលពីថ្ងៃទី17ខែបាទកញ្ញាឆ្នាំ2025ប៉ុន្តែបាទត្រូវបានបាទប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទផ្ទាល់គេហៅថាទប់ស្កាត់បាទទប់ស្កាត់យ៉ាងជោគជ័យដោយអូសបន្លាចេញបាទប៉ុន្តែឥឡូវនេះគឺខាងទាហានថៃបាទអញ្ចឹងយើងឃើញហើយបាទនេះគឺជាទស្សនវិជ្ជាផ្ទាល់ដែលផ្សាយចេញពីភូមិព្រៃច័ន្ទឃុំអូបាយ័នស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលទាហានថៃបានឈ្លានពានមកលើកម្ពុជារបស់យើងហើយប្រើប្រាស់នៅប្រភេទបាទគ្រឿងចក្រឈូសឆាយទឹកដីរបស់កម្ពុជាឈូសឆាយនៅអធិបតេយ្យភាពរបស់កម្ពុជាដោយជាការអនុវត្តបាទច្បាប់របស់ប្រទេសរបស់ខ្លួនមកលើទឹកដីរបស់កម្ពុជាមកលើប្រជាពលរដ្ឋកម្ពុជាបាទអញ្ចឹងបងប្អូនបានឃើញបាទនៅនេះគឺយើងបន្តអត់ធ្មត់ខ្លាំងមែនតើបាទបន្តអត់ធ្មត់ខ្លាំងមែនតើយើងមិនចង់ឲ្យមានគេហៅថាអំពើហិង្សាណាមួយកើតឡើងទេយើងគ្រាន់តែចង់ឲ្យមានការដោះស្រាយដោយបាទសន្តិវិធីតាមរយៈការយកបញ្ហានៃភូមិព្រៃច័ន្ទភូមិជោគជ័យនេះទៅដោះស្រាយនៅក្នុងកម្រិតគណៈកម្មការព្រំដែនចម្រុះហៅកាត់ថា JBC ដើម្បីឲ្យគណៈកម្មការជាអ្នកបាទកំណត់ជាក់ច្បាស់មិនមែនកម្រិតទាហានមិនមែនកម្រិតរដ្ឋបាលខេត្តដែលអាចសម្រេចថាត្រង់ណាជាដីរបស់ខ្លួនត្រង់ណាជាដីរបស់ខ្លួនទេអញ្ចឹងយើងបានឃើញអំពីការឈ្លានពានរបស់បាទទាហានសៀមមកលើប្រជាពលរដ្ឋកម្ពុជាទឹកដីរបស់កម្ពុជាហើយបងប្អូនខ្ញុំបាទបញ្ជាក់ម្ដងទៀតនៅទីតាំងនៃភូមិព្រៃច័ន្ទនេះមិនមានប្រជាពលរដ្ឋរបស់យើងទេហើយមានតែកងកម្លាំងរបស់យើងដែលមិនប្រដាប់ដោយអាវុធបាទក្នុងការប្រចាំការបន្តទៀតហើយយើងចង់មើលថាតើទាហានសៀមនៅតែបន្តឈ្លានពានកន្លែងណាដែលអរគុណទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកបានឃើញហើយបាទទស្សនវិជ្ជានេះបាទការឈូសឆាយនេះគឺមិនមែនមកឈូសឆាយតែឯងទេគឺមានតាំងពីទាហានដែលប្រដាប់ដោយអាវុធបាទហើយការហុំព័ទ្ធនេះក៏ជាទីតាំងហុំព័ទ្ធផ្ទះបងប្អូនប្រជាពលរដ្ឋរបស់យើង6គ្រួសារដែរបាទ
ដែលពួកគាត់បានរស់នៅគេថាមិននៅទីជំរកដែលគាត់ធ្លាប់រស់នៅរាប់សិបឆ្នាំហើយខ្ញុំបានមកប្រចាំការនៅភូមិព្រៃច័ន្ទនេះបាទបើនិយាយចំតែចូលចិត្តបាទកន្លះខែដែរហើយដែលខ្ញុំបានសាកសួរអ្នកដែលរស់នៅទីនេះគឺគាត់បានបញ្ជាក់ថាគាត់រស់នៅនេះគឺរាប់សិបឆ្នាំមកហើយបាទរាប់សិបឆ្នាំមកហើយហេតុអីបាទបានមកឈូសឆាយដីរបស់គាត់ដែលជាទឹកដីរបស់គាត់នេះបាទហើយទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទសម្រាប់បាទកម្ពុជារបស់យើងដូចខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតគឺកម្ពុជារបស់យើងគឺបន្តនៅក្នុងការដោះស្រាយតាមបែបបាទសន្តិវិធីបាទដោយយើងចង់ដោះស្រាយតាមផ្លូវច្បាប់ទាំងពីដំបូងទៅបញ្ហាព្រំដែនកម្ពុជាថៃគឺយើងចង់ដោះស្រាយទៅតាមបាទគេថាផ្លូវច្បាប់នៃតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថាបាទ ICJ ប៉ុន្តែភាគីថៃមិនព្រមបាទរហូតដល់មានការផ្ទុះអាវុធផ្សេងៗហើយឥឡូវពាក់ព័ន្ធទៅនឹងបាទបទឈប់បាញ់ក៏យើងបានស្នើឲ្យមានបទឈប់បាញ់រវាងគ្នាដើម្បីរក្សានៅសន្តិភាពប៉ុន្តែភាគីថៃនៅតែបន្តគេហៅថាបាទបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទនៅទីតាំងនេះបាទខ្ញុំបញ្ជាក់ម្ដងទៀតកន្លែងដែលខ្ញុំបាទកំពុងតែឈរនេះបាទគឺជាផ្លូវដែលទាហានថៃកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025បានបត់ប៉ុនប៉ងឈ្លានពានដាក់នៅបណ្ដាលួសបាទទីតាំងនេះហើយនឹងសបកកងឡានបាទកន្លែងហ្នឹងបាទដែលលោកអ្នកបានឃើញគឺប៉ុនប៉ងឈ្លានពានប៉ុន្តែឥឡូវនេះក៏នៅតែឈ្លានពានទឹកដីកម្ពុជាដដែលអ្នកបានឃើញបាទឈូឆាយដីដែលជាអធិបតេយ្យភាពរបស់កម្ពុជាដែលជាដីស្រែដីចំការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងបាទហើយអមដោយទាហានថៃដែលប្រដាប់ទៅដោយអាវុធទៅដោយកាំភ្លើងប៉ុន្តែបើយើងមើលទឹកដីកម្ពុជារបស់យើងវិញនេះគឺមានតែអ្នកសារព័ត៌មានទេដែលលោកប្រចាំការនៅទីនេះហើយចង់តាមដានឃើញពីសកម្មភាពផ្សេងហើយក៏មានបាទកងកម្លាំងរបស់យើងមួយចំនួនដែរដែលមិនប្រដាប់ដោយអាវុធបាទអញ្ចឹងនេះមានន័យថាបាទអញ្ចឹងនេះមានន័យថាយើងបន្តអនុវត្តនៅបាទគេហៅថាការដោះស្រាយដោយអហិង្សាយើងមិនចង់ឲ្យមានហិង្សាណាមួយកើតឡើងនោះទេបាទអរគុណបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះលោកអ្នកបានឃើញហើយបាទកងកម្លាំងរបស់យើងនៅទីនេះប៉ុន្តែឈរជើងដោយមិនប្រដាប់ដោយអាវុធនោះទេបាទអញ្ចឹងយើងបាទរក្សានៅគេថាភាពអហិង្សាដែលអាចកាត់ឡើងណាមួយប៉ុន្តែភាគីថៃគឺគាត់មកដោយកាន់នៅកំភ្លើងតែម្ដងបាទកាន់នៅកំភ្លើងតែម្ដងអញ្ចឹងនេះក៏យើងអាចបង្ហាញអំពីបាទការប្រើអាវុធដើម្បីគំរាមកំហែងឬក៏ជាការគេហៅថាញុះញង់ឲ្យយើងគេហៅថាខឹងដើម្បីប្រើប្រាស់គេហៅថាការអាវុធឬក៏បាញ់អីមួយអញ្ចឹងណាអញ្ចឹងនេះគឺជាល្បិចកលមួយដ៏គេហៅថាអាក្រក់មែនទែនសម្រាប់ភាគីថៃដែលបាទដែលគេហៅថាប្រើប្រាស់នៅកលល្បិចជាច្រើនដែលធ្វើឲ្យកម្ពុជារបស់យើងមិនចង់គេហៅថាអត់ធ្មត់បានប៉ុន្តែយ៉ាងណាក្តីកម្ពុជារបស់យើងគឺនៅតែបន្តបាទគេហៅថាអត់ធ្មត់មែនទែនបាទទាំងបាទកម្រិតថ្នាក់ដឹកនាំទាំងកម្រិតបាទថ្នាក់យុទ្ធភូមិភាគនៅតែបន្តអត់ធ្មត់បាទដោយមិនប្រើប្រាស់នៅអាវុធដើម្បីសម្ញែងដោយប្រទេសថៃទេបាទប្រទេសថៃនៅតែបន្តសម្ញែងអាវុធបាទបាទដោយលោកអ្នកបានឃើញទស្សនិកជនបាទនេះគឺជាទស្សនវិជ្ជាបាទទាហានថៃបាទមកបាទចាប់ផ្ដើមបន្តសកម្មភាពរបស់ខ្លួនបាទតាមរយៈការឆ្ការព្រៃបាទនៅក្នុងតំបន់នេះគឺដូចជារាវមីនបាទយើងមើលឃើញហើយនឹងគ្រឿងចាក់អីទីនេះមកបំពេញមកឈ្លានពានមកលើទឹកដីរបស់កម្ពុជារបស់យើងផ្ទាល់តែម្ដងបាទយើងឃើញនេះគឺជាសកម្មភាពបាទឈ្លានពានដែលយើងមិនអាចបាទលើកលែងបានប៉ុន្តែបាទកម្ពុជារបស់យើងគឺអត់ធ្មត់ខ្លាំងមែនទែនបាទទាំងបងប្អូនប្រជាពលរដ្ឋទាំងបាទកងកម្លាំងបដិវត្តដែលស្ដាប់នៅមេបញ្ជាការរបស់យើងថ្នាក់នាំកម្ពុជាគឺបន្តបាទអត់ធ្មត់មកទីនេះគឺមិនប្រដាប់ដោយអាវុធនោះទេបាទអញ្ចឹងយើងនឹងមើលបន្តទៀតថាតើការឈ្លានពានរបស់ភាគីសៀម
វានឹងមានសកម្មភាពបែបណាជាបន្តប៉ុន្តែយ៉ាងណាក្តីបងប្អូនទស្សនិកជនបាទកងកម្លាំងរបស់យើងនៅតែបន្តប្រចាំការនៅទីនេះ24ម៉ោងលើ24ម៉ោងបាទចាប់តាំងពីមានបញ្ហាមកម្លេះដើម្បីគេថាទប់ស្កាត់ទៅនឹងបញ្ហាដែលអាចកើតមានឡើងតួយ៉ាងបាទដូចនៅថ្ងៃនេះបាទថ្ងៃនេះគឺនៅថ្ងៃទី10 ខែ 10 បាទឆ្នាំ2025គឺសកម្មភាពរបស់ទាហានបាទសៀមនៅតែបន្តបាទគេថាឈូឆាយលើអធិបតេយ្យភាពក៏ដូចជាការឈ្លានពានមកលើទឹកដីរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជាហើយកម្ពុជានៅតែបន្តបាទអត់ធ្មត់នៅក្នុងការស្នើដោះស្រាយបញ្ហានេះនៅបាទគេថាកម្រិតគណៈកម្មការព្រំដែនចម្រុះហៅកាត់ថា JBC ប៉ុន្តែភាគីថៃមិនព្រមអត់ធ្មត់ទៅតាមការស្នើសុំរបស់កម្ពុជាទេបែរជាបន្តបាទឈ្លានពានមកលើទឹកដីរបស់កម្ពុជារបស់យើងបងអាចឲ្យខាងក្រៅគឺជារូបភាពផ្សាយផ្ទាល់ចេញពីតំបន់ព្រំដែនស្ថិតនៅក្នុងភូមិព្រៃច័ន្ទបាទឃុំអូបិជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកអ្នកបានឃើញច្បាស់ហើយអំពីសកម្មភាពឈ្លានពានដ៏គគ្រឹនរបស់កងទ័ពថៃមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាកងទ័ពថៃនៅពេលនេះមួយក្រុមបានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនកាលពីវេលាម៉ោងប្រមាណ 12:50 នាទីថ្ងៃទី10 ខែតុលាឆ្នាំ2025នេះដោយបានបញ្ជាគ្រឿងចាក់នៅក្នុងការឈូសឆាយហើយក៏មានក្រុមកងកម្លាំងរបស់គេនោះក៏បានប្រើប្រាស់នៅក្នុងការកាប់ឆ្ការត្រួសត្រាយតាមមើលទៅដូចជាឧបករណ៍នៅក្នុងការរាវមីនជាដើមនោះដែលទាំងអស់នេះគឺជាសកម្មភាពឈ្លានពានសុទ្ធសាធហើយសូមបញ្ជាក់ជាថ្មីថាទីកន្លែងដែលកងទ័ពថៃកំពុងតែធ្វើសកម្មភាពឈ្លានពាននេះគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលនេះគឺជាការឈ្លានពានមកលើកម្ពុជាជាការប្រើច្បាប់ព្រៃជាការប្រើប្រាស់មួយគេហៅថាមិនយកច្បាប់អន្តរជាតិជាធំប្រើប្រាស់ច្បាប់ព្រៃដើម្បីរំលោភបំពានមកលើជាតិសាសន៍ដទៃនៅក្នុងនោះយើងឃើញថាកម្ពុជាជាជនរងគ្រោះយើងមានការអត់ធ្មត់ខ្លាំងណាស់នៅក្នុងសកម្មភាពដ៏គគ្រឹននេះទូរទស្សនិកជនយើងឃើញថាពាក់ព័ន្ធទៅនឹងសកម្មភាពក៏ដូចជាវិធានការឆ្លើយតបនានាតាមបែបរដ្ឋបាលឬក៏ការដាក់ចេញលិខិតនានាដើម្បីឆ្លើយតបកាលពីថ្ងៃទី9 ខែតុលាឆ្នាំ2025កន្លងទៅកងពលតូចថ្មើរជើងលេខ51នៃយុទ្ធភូមិភាគទី5ក៏បានចេញលិខិតមួយដើម្បីផ្ញើជូនទៅមេបញ្ជាការកងកម្លាំងបូព៌ារបស់ថៃផងដែរខ្ញុំបាទសូមអនុញ្ញាតអានជូនខ្លឹមសារនៃលិខិតនោះទាំងស្រុងសូមគោរពជូនលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងកម្លាំងបូព៌ាកម្មវត្ថុការឆ្លើយតបចំពោះការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យកម្ពុជាទល់មុខតំបន់ភូមិនងច័ន្ទថៃនិងតំបន់ភូមិព្រៃច័ន្ទកម្ពុជាទល់មុខតំបន់ភូមិនងយ៉ាកែវរបស់ថៃយោងលិខិតរបស់ទីបញ្ជាការកងកម្លាំងបូព៌ាលេខកហ 0481.2/602 ចុះថ្ងៃទី8 ខែតុលាឆ្នាំ2025បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមានក្នុងយោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ាថាយោងតាមចំណុចទី6ក្នុងកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10 ខែកញ្ញាឆ្នាំ2025ការងារដោះមានមនុស្សធម៌នៅតំបន់ព្រំដែនកម្ពុជាថៃត្រូវអនុវត្តជាជំហានដូចខាងក្រោម 1. ភាគីកម្ពុជានិងភាគីថៃត្រូវបង្កើតឲ្យមានក្រុមការងារសម្របសម្រួលចម្រុះហៅកាត់ថា JCTF ហើយដែលក្រុមការងារនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី24 ខែកញ្ញាឆ្នាំ2025 2. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយមនីតិវិធីប្រតិបត្តិ SOP រហូតមកដល់ពេលនេះនិយមនីតិវិធីប្រតិបត្តិ SOP ត្រូវបានផ្លាស់ប្ដូរកែសម្រួលចំនួន2លើករួចមកហើយនៅព្រឹកថ្ងៃទី9 ខែតុលាឆ្នាំ2025ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី2តាមប្រព័ន្ធ VTC ដើម្បីពិភាក្សាកែសម្រួលលើនិយមនីតិវិធីប្រតិបត្តិ SOP ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឲ្យកត់សម្គាល់ចំណែកចំណុចដែលនៅសល់មួយចំនួនទៀតភាគីទាំងពីរឯកភាពនិងបន្តពិភាក្សាគ្នាបន្ថែមទៀតដើម្បីឈានទៅដល់ការសម្រេចនិយមនីតិវិធីប្រតិបត្តិ SOP 3. ក្រោយពីមាននិយមនីតិវិធីប្រតិបត្តិ SOP ក្រុមការងារ JCTF នឹងបន្តពិភាក្សាដើម្បីឈានទៅដល់ការព្រមព្រៀងលើការកំណត់តំបន់អាទិភាពនិងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌ការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យកម្ពុជាទល់មុខតំបន់ភូមិនងច័ន្ទថៃនិងតំបន់ភូមិព្រៃច័ន្ទកម្ពុជាទល់មុខតំបន់ភូមិនងយ៉ាកែវថ
ថៃដែលក្រុងធ្វើនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51ស្នើឲ្យទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាពដោយដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចពីថ្នាក់លើនិងតាមបែបបទនីតិវិធីដែលត្រូវបានកំណត់ដោយនិយមនីតិវិធីប្រតិបត្តិ SOP របស់ក្រុមការងារ JCTF បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51សង្ឃឹមយ៉ាងមុតមមថាទីបញ្ជាការកងកម្លាំងបូព៌ាទទួលបានការឆ្លើយតបនេះនិងផ្ដល់កិច្ចសហការបានល្អនេះគឺជាលិខិតឆ្លើយតបរបស់កងពលតូចថ្មើរជើងលេខ51ដែលបានផ្ញើទៅកាន់បញ្ជាការដ្ឋាននៃកងកម្លាំងបូព៌ារបស់ថៃដែលគេបានផ្ញើលិខិតមកដើម្បីបង្ហាញថាគេមានគម្រោងនៅក្នុងការធ្វើសកម្មភាពឈូសឆាយក៏ដូចជាការដោះមីននៅលើដែនអធិបតេយ្យរបស់កម្ពុជាហើយកម្ពុជាក៏បានឆ្លើយតបទៅវិញដែលមានខ្លឹមសារដូចពីខាងដើមដែលខ្ញុំបានជម្រាបជូនហើយជាក់ស្ដែងទោះបីជាកម្ពុជាបានឆ្លើយតបក៏ដូចជាបង្ហាញនៅការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយក៏កងទ័ពថៃនៅតែបំពេញឈ្លានពានតាមរយៈការប្រើគ្រឿងចាក់កំពុងតែឈូសឆាយលើទឹកដីរបស់កម្ពុជាដោយដែលទូរទស្សនិកជនបានឃើញនៅពេលនេះដែលសកម្មភាពទាំងអស់នេះវាផ្ទុយពីកម្ពុជាផ្ទុយពីច្បាប់អន្តរជាតិផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសរួមទាំងកិច្ចប្រជុំ GBC ជាដើមជាពិសេសគឺផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីពេលកន្លងទៅជាពិសេសនោះគឺផ្ទុយពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះយើងឃើញថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈលលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយនៅក្នុងនោះដែរយើងឃើញថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពមិនចង់បានព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែ1មីលីម៉ែត្រឡើយនិងរក្សាសិទ្ធិត្រឹមតែការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះបាទនេះគឺជាការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងដើម្បីធ្វើយ៉ាងណាកសាងព្រំដែនជាមួយនឹងប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍក៏ប៉ុន្តែខាងភាគីថៃដែលជាប្រទេសអ្នកមានប្រទេសស៊ីវិល័យមួយនៅក្នុងតំបន់អាស៊ានរបស់យើងនេះជាប្រទេសដែលគេស្គាល់ថាជាប្រទេសដែលមានខឿនសេដ្ឋកិច្ចជាប្រទេសដែលមានអរិយធម៌មួយខ្ពង់ខ្ពស់ប្រជាជនមានចំណូលខ្ពស់មានចំណេះចេះដឹងជ្រៅជ្រះក៏ប៉ុន្តែកងទ័ពរបស់ខ្លួនកំពុងតែប្រើច្បាប់ព្រៃហើយការអនុវត្តច្បាប់នេះទៀតសោតមិនត្រឹមតែអនុវត្តនៅលើទឹកដីដែនអធិបតេយ្យរបស់ខ្លួនទេយកច្បាប់របស់ខ្លួនឯងរបស់ថៃមកអនុវត្តនៅលើដែនអធិបតេយ្យរបស់កម្ពុជាមកអនុវត្តមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាដែលពួកគាត់មានសិទ្ធិស្របច្បាប់ប្រើប្រាស់ដីតាំងពីយូរណាស់មកហើយកំពុងតែរស់នៅជាអចិន្ត្រៃយ៍នៅលើដីស្របច្បាប់របស់ខ្លួនចា៎ជាការពិតណាស់លោកតាំងពីទៅឃើញការរយៈពេលជាង2ខែមកហើយដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនេះដែលត្រូវបានចាស់កងទ័ពថៃឈ្លានពានធ្វើការរៀបបន្លាលួសក៏ដូចជាព្យាយាមក៏ឃ្លឿនបំពាននៅច្បាប់អន្តរជាតិដោយប្រើប្រាស់នៅច្បាប់របស់ខ្លួនមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាមកលើប្រជាជនដ៏ស្លូតត្រង់នៃព្រះរាជាណាចក្រកម្ពុជាហើយបើយើងចាផ្សារភ្ជាប់ទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានផ្ញើជូនលោកចាបាឡាគ្រីស្ណានរាជាអង្គប៉ាល់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសំរុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺនៅក្នុងនោះលិខិតនេះគឺបានសរសេរថាចាកម្មវត្ថុការបន្តតាមដានទៅលើគម្រាមកំហែងដែលបន្តកើតមានលើសិទ្ធិទទួលបានលំនៅឋានសំរុំរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជាថៃលោកបាឡាគ្រីស្ណានរាជាអង្គប៉ាល់ជាទីរាប់អានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកសូមគោរពគូសបញ្ជាក់ថាជាថ្មីចំពោះញត្តិបន្ទាន់របស់កសមកចុះថ្ងៃទី15ខែសីហាឆ្នាំ2025ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់កងទ័ពថៃដែលរំលោភបំពានទឹកដីកម្ពុជាដោយបានរាយបន្លាលួសរារាំងមិនឲ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពួកគាត់បាននិងបានគំរាមកំហែងដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមបណ្ដោយព្រំដែននោះទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ចុះថ្ងៃទី28ខែកក្កដាឆ្នាំ2025និងគោលការណ៍ព្រមព្រៀងទាំង13ចំណុចនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC ចុះថ្ងៃទី7ខែសីហាឆ្នាំ2025ក៏ដោយក៏កសមកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានទទួលរបាយការណ៍គួរឲ្យទុកចិត្តបានថា
កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាញាសឹកដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពួកគាត់ដែលស្ថិតក្នុងដែនដីកម្ពុជាប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយបង្ខំរួចហើយនិងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្ដេញចេញដោយបង្ខំកំពុងទទួលរងនឹងការឈឺចាប់និងទុក្ខលំបាកជាទម្ងន់គ្រួសារទាំងនោះបានរស់នៅលើទីតាំងនេះជាច្រើនចំនួនមកហើយដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេប៉ុន្តែជាសហគមន៍ជាកន្លែងប្រកបរបរចិញ្ចឹមជីវិតនិងអត្តសញ្ញាណវប្បធម៌ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែងនោះហើយការបាត់បង់ផ្ទះសម្បែងគឺបានន័យថាបាត់បង់ទីជម្រកសុវត្ថិភាពសន្តិសុខនិងការទទួលបានសេវាជាមូលដ្ឋានផ្សេងៗដែលជាមូលហេតុបង្កឲ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោនភាពក្រីក្រនិងអស្ថិរភាពសង្គមកុមារត្រូវបានបង្ខំឲ្យបោះបង់ចោលការសិក្សាមនុស្សចាស់ត្រូវប្រឈមទៅនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរស្ត្រីនិងក្រុមជនងាយរងគ្រោះដទៃទៀតនោះត្រូវស្ថិតក្នុងហានិភ័យកាន់តែខ្លាំងផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រកបប្រជាការគំរាមកំហែងនិងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួនបានធ្វើឲ្យទុក្ខលំបាកពួកគាត់កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយនៅក្នុងនោះដែរយើងឃើញថាក្នុងន័យនេះគឺកសមកសូមធ្វើការស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យដែលមានអាណត្តិនៅក្នុងការលើកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ការបង្កការរំលោភបំពានណាមួយផ្សេងទៀតនិងសម្របសម្រួលឲ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិកសមកមានការខកចិត្តយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់កសមកហើយការបន្តភាពស្ងៀមស្ងាត់បែបនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេសនៅក្នុងពេលសហគមន៍ត្រូវប្រឈមមុខទៅនឹងការបណ្ដេញចេញដោយបង្ខំការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះក្នុងការតស៊ូមតិជាសាធារណៈទាន់ពេលវេលាពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្ដារឡើងវិញបានកសមកសូមបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយនឹងរាល់យន្តការសិទ្ធិមនុស្សទាំងអស់របស់អង្គការសហប្រជាជាតិយើងយកចិត្តទុកដាក់ខ្ពស់ទៅលើសារៈសំខាន់នៃសកម្មភាពដែលមានលក្ខណៈសកម្មនិងឆ្លើយតបរបស់អ្នកទទួលបានអាណត្តិនេះជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានការរស់នៅលំនៅឋានសមរម្យនៅក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះសុចរិតភាពនៃប្រព័ន្ធសិទ្ធិមនុស្សគឺអាស្រ័យទៅលើការផ្ដល់នូវកិច្ចអន្តរាគមន៍ភ្លាមមិនលំអៀងនិងប្រកបទៅដោយប្រសិទ្ធភាពអាស្រ័យហេតុនេះក៏សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់និងគ្រប់គ្រងដល់សំណាក់របស់កម្ពុជាដែលស្នើឲ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះក៏សូមមានក្តីរំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេសក្នុងការប្រកាន់ខ្ជាប់នៅគោលការណ៍សិទ្ធិមនុស្សច្បាប់មនុស្សធម៌អន្តរជាតិនិងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះចា៎យើងឃើញថាសកម្មភាពទាំងអស់នេះដែលកងទ័ពថៃកំពុងតែប្រើប្រាស់គ្រឿងចាក់ឈ្លានពានលើទឹកដីរបស់កម្ពុជារបស់យើងនៅពេលនេះប្រមាណជាង30នាទីហើយគឺឥតមានថមថយនៅឡើយទេគឺពួកគេកំពុងតែបង្ហាញសកម្មភាពយ៉ាងកក្លឿនតាមរយៈការឈូសឆាយដែលសកម្មភាពនេះជាការឈ្លានពានសិទ្ធិសាស្ត្រយើងជួបលោកចំណានដែលនៅទីនោះនឹងធ្វើសេចក្តីរាយការណ៍ផ្ទាល់ជាបន្តទៀតបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទចំណាននាយកព័ត៌មានរបស់ទូតជាតិកម្ពុជាកំពុងតែស្ថិតនៅឯតំបន់ភូមិព្រៃច័ន្ទឃុំអូបាយ័នស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទអរគុណណាស់ខ្ញុំបាទបានមកដល់ទីនេះយូរមកហើយជាងបានឃើញហើយអំពីសកម្មភាពនៃការរំលោភបំពានរបស់ទាហានស៊ីមលើទឹកដីកម្ពុជាជាពិសេសគឺការឈ្លានពានមកលើអធិបតេយ្យភាពគឺដូចជាទឹកដីទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបាននឹងហើយនៅក្នុងខេត្តបន្ទាយមានជ័យនេះទាំងតំបន់ព្រៃច័ន្ទទាំងនៅភូមិជោគជ័យគឺទាហានសៀមបានហ៊ុំព័ទ្ធបលាលួប្រៀបដូចជាប្លន់យកទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ6គ្រួសារនៅភូមិព្រៃច័ន្ទ6គ្រួសារដែលការប្លន់ឈ្លានពានយកទ្រព្យសម្បត្តិនេះគឺអស់រយៈពេលជាច្រើនខែមកហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់ជាម្ចាស់កម្មសិទ្ធិម្ចាស់ផ្ទះម្ចាស់ទឹកដីគឺគាត់ត្រូវរងទុក្ខវេទនារស់នៅដោយគ្មានជំរករស់នៅដោយក្រោមដំបូលតង់រងហាលថ្ងៃហាលភ្លៀងដែលបង្ហាញពីទុក្ខលំបាកខ្លាំងមែនទែននេះគឺជាការរំលោភបំពានទៅលើគេហៅថាសិទ្ធិមនុស្សគឺសិទ្ធិនៅក្នុងការរស់នៅរបស់គេហៅថាមនុស្សនៅលើសកលលោកអញ្ចឹងនេះគឺជាអ្វីដែលទាហានថៃបានឈ្លានពានបំពានមកលើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងអញ្ចឹងយើងបានឃើញម្ដងហើយម្ដងទៀតថៃនៅតែបំពានថៃនៅតែរំលោភថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជារំលោភបំពាន
ទៅនឹងកិច្ចព្រមព្រៀងជាពិសេសបាទរំលោភបំពានបាទគេថាកិច្ចព្រមព្រៀងបាទកិច្ចប្រជុំពិសេសស្ដីពីការអនុវត្តស្មារតីបទឈប់បាញ់ដែលបានធ្វើនៅប្រទេសម៉ាឡេស៊ីក៏ដូចជាបាទកិច្ចប្រជុំបាទGBC ក៏ដូចជាកិច្ចប្រជុំ GBC ពិសេសក៏បានចែងឲ្យបាទគេថាប្រទេសទាំងពីរអត់ធ្មត់នៅក្នុងការដោះស្រាយដោយសន្តិវិធីហើយគេថារដ្ឋបាលខេត្តបន្ទាយមានជ័យរបស់យើងក៏បានដាក់ស្នើម្ដងហើយម្ដងទៀតក្នុងការយកបញ្ហាតំបន់ព្រៃច័ន្ទក៏ដូចជាតំបន់ភូមិជោគជ័យនេះគឺទៅដោះស្រាយដោយសន្តិវិធីនៅក្នុងកម្រិតគណៈកម្មការព្រំដែនចម្រុះហៅកាត់ថា JBC បាទអញ្ចឹងកម្ពុជារបស់យើងចង់ឲ្យមានការដោះស្រាយបញ្ហាព្រំដែនទាំងអស់នេះបាទដោយសន្តិវិធីបាទមិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងទេអញ្ចឹងនៅក្នុងការដោះស្រាយដោយបញ្ហាដោយសន្តិវិធីនេះគឺយើងមានយន្តការស្រាប់នៅក្នុង MOU បាទឆ្នាំ2000ក៏ដូចជាឆ្នាំ2001ដែលមានបាទខែតាការបញ្ចូលពាក់ព័ន្ធទៅនឹងព្រំដែននេះអញ្ចឹងយើងបានស្នើឲ្យការដោះស្រាយដោយសន្តិវិធីម្ដងហើយម្ដងទៀតទាំងកម្រិតថ្នាក់រដ្ឋបាលខេត្តបន្ទាយមានជ័យទាំងកម្រិតបាទថ្នាក់ក្រសួងការបរទេសក៏ដូចជាក្រសួងការពារជាតិប៉ុន្តែភាគីថៃបាទនៅតែបន្តក៏ឃ្លើនបំពេញនៅការស្នើសុំការមួយបំណងឲ្យមានការដោះស្រាយដោយសន្តិវិធីដោយមិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងទេប៉ុន្តែភាគីសៀមនៅតែបន្តបាទជាពិសេសគឺទាហានឈុតថ្វាយសៀមតែម្ដងនៅតែបន្តបាទយកច្បាប់របស់ប្រទេសខ្លួនមកអនុវត្តមកលើទឹកដីនិងទ្រព្យសម្បត្តិរបស់កម្ពុជាទៅវិញបាទអញ្ចឹងនេះសួរថាតើត្រឹមត្រូវដែរទេដែលមិនមែនជាដីរបស់ខ្លួនឯងផងបាទមិនទាន់មានការសម្រេចច្បាស់ការថាដីរបស់ខ្លួនឯងផងប៉ុន្តែបែរជាយកច្បាប់របស់ខ្លួនមកអនុវត្តមកលើដីរបស់ប្រជាប្រដ្ឋកម្ពុជាដែលធ្វើប្រកបបាត់បង់ផ្ទះសម្បែងបាទបាត់បង់ជំរកបាត់បង់ដីស្រែដែលគាត់ធ្លាប់បានធ្វើអញ្ចឹងសួរថាតើគាត់រស់នៅដោយលំបាកកម្រិតណាបាទអញ្ចឹងនេះគឺជាការរំលោភបំពានបាទជាក់ស្ដែងនៅថ្ងៃទី10ខែតុលាឆ្នាំ2025របស់បាទភាគីសៀមបាទភាគីថៃដែលកំពុងតែរំលោភបំពានដោយការឈូសឆាយដីដែលនៅខាងមុខរបស់យើងនេះបាទនេះគឺជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដែលបងប្អូនប្រជាពលរដ្ឋរបស់យើងលោកបានអាស្រ័យផលលោកបានលុះនៅទីនេះជាយូរមកហើយបាទហើយការរស់នៅរបស់ពួកគាត់គឺប្រកបដោយសុខដុមរមនាប៉ុន្តែស្រាប់តែជាទាហានថៃបានមកបាទហុំព័ទ្ធធ្វើឲ្យពួកគាត់រងទុក្ខលំបាកបាទរស់នៅហាលខ្យល់ហាលភ្លៀងបាទរស់នៅដោយគ្មានការលទ្ធភាពនៃការរកចំណូលបានបាទរស់នៅដោយសម្លឹងឃើញថាតើបាទផ្ទះរបស់គាត់នឹងទៅជាយ៉ាងណាឥឡូវនេះយើងមើលឃើញការថាបំពេញការរំលោភបំពានរបស់ភាគីថៃមកលើទឹកដីរបស់កម្ពុជាក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជានិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរអញ្ចឹងសង្ឃឹមថាការតាមរយៈការផ្សាយផ្ទាល់នេះគឺសហគមន៍អន្តរជាតិក៏ដូចជាបាទអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាអ្នកបាទសម្របសម្រួលក៏ដូចជាប្រធានអាស៊ានឆ្នាំនេះបាទយើងមើលឃើញថាតើបាទការចូលរួមអនុវត្តនៅស្មារតីបទឈប់បាញ់ក៏ដូចជាការចូលរួមគេថាកិច្ចព្រមព្រៀងផ្សេងៗដើម្បីឲ្យការអនុវត្តបទឈប់បាញ់នេះគឺកាន់តែប្រសើរក៏ដូចជាការអនុវត្តការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាថៃដែលភាគីថៃបាទនៅតែបន្តបំពេញបែបនេះថាតើសហគមន៍អន្តរជាតិដែលមានប្រធានបដូវវេនអាស៊ានអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាអាដាមដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាអ្នកសង្កេតការណ៍ក៏ដូចជាខាងភាគីចិនគឺប្រធានាធិបតីនៃសហរដ្ឋអាមេរិកចិននឹងចូលរួមបាទគេហៅថាបាទអន្តរាគមន៍បែបណាចំពោះសកម្មភាពបែបនេះដែលកម្ពុជារបស់យើងគឺចង់ឲ្យមានសន្តិភាពព្រំដែនរវាងបាទប្រទេសជិតខាងគឺកម្ពុជាថៃបាទចង់ឲ្យព្រំដែនក្លាយជាតំបន់ដែលមានគេថាសុខសន្តិភាពការរស់នៅប្រកបដោយសុខដុមរមនាមានការដោះដូរអាជីវកម្មអភិវឌ្ឍប្រកបដោយនិរន្តរភាពតែបែរជាបាទគេថាភាគីថៃនៅតែបន្តបំពេញឈ្លានពានមកលើទឹកដីកម្ពុជាដោយបាទអះអាងដោយឯកតោភាគីថានេះគឺជាទឹកដីរបស់ខ្លួនទៅវិញបាទអញ្ចឹងដូចជាបានបញ្ជាក់ហើយបញ្ជាក់ទៀតគឺភាគីថៃនៅតែបន្តអនុវត្តច្បាប់របស់ប្រទេសខ្លួនមកលើគេថា
ទឹកដីនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាហើយដូចដែលលោកអ្នកបានធ្លាប់ឮព័ត៌មានលើមុនហើយគឺរដ្ឋបាលខេត្តស្រះកែវរបស់ថៃបាទថែមទាំងគេហៅថាគម្រាមទៀតបាទគម្រាមប្រជាពលរដ្ឋកម្ពុជាទៀតថាបើសិនជាមិនព្រមរុះរើឬក៏មិនព្រមចាក់ចេញទេនឹងថាគេថាទទួលរងនៅការអនុវត្តច្បាប់មានការជាប់តបទោសក៏ដូចជាការគេថារងនៅគេថាដាក់ប្រាក់ពិន័យឲ្យទៀតបាទអញ្ចឹងនេះគឺទៅជាយកច្បាប់របស់ប្រទេសខ្លួនមកអនុវត្តមកលើទឹកដីរបស់កម្ពុជាមកលើប្រជាពលរដ្ឋកម្ពុជាហើយជាពិសេសបាទការដែលបាទហុំព័ទ្ធនៅបន្លាលួសដែលបាទហុំព័ទ្ធរយៈពេលជាង2ខែបាទខ្ញុំចាំមិនខុសបាទក៏ដូចជាបាទការហុំព័ទ្ធទាំងនៅក្នុងភូមិព្រៃច័ន្ទទាំងនៅភូមិជោគជ័យគឺបានធ្វើឲ្យប្រជាពលរដ្ឋដល់ទៅ12គ្រួសារបាទมันអាចរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនបានបាទហើយរស់នៅរងហាលខ្យល់ហាលភ្លៀងរស់នៅដោយលំបាកហើយมันអាចបាទប្រកបគេហៅថាមុខរបររបស់ខ្លួនបានដោយសារតែផ្ទះសម្បែងរបស់ខ្លួនត្រូវបានភាគីទាហានសៀមបាទប្លន់យកដោយការហុំព័ទ្ធឈ្លានពានយកហើយដីស្រែរបស់គាត់ក៏ពួកគាត់ត្រូវបានបាទទាហានថៃគឺត្រូវបានយកផងដែរអញ្ចឹងនេះមិនមែនជាគេហៅថាសកម្មភាពដែលស្របច្បាប់ទេបងប្អូនទេសនិកជននេះគឺជាការឈ្លានពានសុទ្ធសាធដែលបាទការយកបាទគេហៅថាត្រាក់ទ័រមកឈូសដីនេះមិនមែនជាការមកវាស់កំណត់ព្រំដែនបាទកម្ពុជាថៃទេបាទដោយដែលលិខិតដែលខាងកម្ពុជាបានស្នើសុំទៅកាន់រដ្ឋបាលខេត្តស្រះកែវក្នុងការអនុវត្តជាមួយគ្នានោះគឺបញ្ហាខណ្ឌសីមាព្រំដែនគឺជាកាតព្វកិច្ចនិងជាសិទ្ធិរបស់បាទគណៈកម្មការព្រំដែនចម្រុះJBC ដែលមានខាងកម្ពុជានិងខាងថៃដែលជាការដោះស្រាយកម្រិតខ្ពស់អញ្ចឹងត្រូវឲ្យការដោះស្រាយនេះបាទឲ្យមានឲ្យ JBC ដោះស្រាយសិនមិនមែនជាបាទឆន្ទៈនុសិទ្ធិរបស់ត្រឹមទាហានសៀមថានេះគឺជាដីរបស់ខ្លួនហើយការឈូសឆាយនេះគឺជាដីរបស់ខ្លួនទេដែលនេះគឺជាការបង្ហាញអំពីការឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងសត់សាចហើយការឈ្លានពាននេះគឺម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដែលយើងបានឃើញទាំងពីសកម្មភាពនៃការដាក់បណ្ណាលួសទាំងសកម្មភាពនៃការឈូសឆាយទាំងសកម្មភាពនៃការបំផ្លាញបាទទ្រព្យសម្បត្តិរបស់កម្ពុជានានាគឺជាសកម្មភាពដែលបំពានម្ដងហើយម្ដងទៀតរំលោភបំពានម្ដងហើយម្ដងទៀតមកលើទឹកដីកម្ពុជាប៉ុន្តែកម្ពុជានៅតែបាទអត់ធ្មត់ចង់ដោះស្រាយបញ្ហាទាំងអស់នេះគឺដោយសន្តិវិធីបាទសន្តិវិធីយើងមិនចង់ឲ្យមានបញ្ហាហិង្សាណាមួយកើតឡើងនោះទេប៉ុន្តែយើងក៏មានការប្រុងប្រយ័ត្នការពារបាទនឹងប្រចាំការ24ម៉ោងឬ24ម៉ោងដើម្បីឆ្លើយតបទៅនឹងបញ្ហានេះបាទនេះគឺជាអ្វីដែលខ្ញុំបាទធ្វើសេចក្តីរាយការណ៍ផ្ទាល់ឲ្យអ្នកបានឃើញអំពីសកម្មភាពនៃការឈ្លានពានរបស់បាទភាគីទាហានសៀមមកលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈសកម្មភាពនៃការរំលោភបំពានឈូសឆាយទាំងសកម្មភាពនៃការកាប់ឆ្ការនិងវាស់វែងអីផ្សេងៗដែលនេះមិនមែនជាការកំណត់នៅព្រំដែនខណ្ឌសីមារវាងប្រទេសនិងប្រទេសនោះទេវាគ្រាន់បាទការវាស់ច្បាប់បញ្ជាក់ថាការខណ្ឌសីមាព្រំដែននេះគឺតតែកម្រិតបាទគណៈកម្មការព្រំដែនចម្រុះ JBC ទើបអាចធ្វើបានអញ្ចឹងបងប្អូនបាទគុំមានការព្រួយបារម្ភតែគាត់យើងចង់បញ្ជាក់ថានេះគឺជាការឈ្លានពានរបស់ទាហានថៃដែលកំពុងតែធ្វើនៅចំពោះមុខអ្នកសារព័ត៌មានរបស់កម្ពុជានៅក្នុងភូមិព្រៃច័ន្ទនេះចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាសកម្មភាពដ៏កក្លឿនរបស់កងទ័ពថៃមកលើអាណត្តិបតីភាពនៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តធ្វើម្ដងហើយម្ដងទៀតដែលនៅក្នុងនោះយើងឃើញថាកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025កន្លងទៅសូមរំលឹកសារជាថ្មីជូនទៅដល់ទូរទស្សនិកជនដែលបានជ្រាបថាកាលពីពេលនោះគឺជាពេលដែលចាកងទ័ពថៃបានចាប់ផ្ដើមក្នុងការព្យាយាមរៀបបន្លាលួសមកលើអាណត្តិបតីភាពនៃព្រះរាជាណាចក្រកម្ពុជាហើយនៅក្នុងឱកាសនោះសម្ដេចធិបតីក៏បានផ្ញើសារលិខិតជាច្រើនចាផ្ញើលិខិតជូនទៅដល់ថ្នាក់ដឹកនាំសំខាន់នៅលើពិភពលោកហើយក្នុងនោះក៏មានធ្វើការផ្ញើជាលិខិតជូនទៅឯកឧត្តមអង្គតូនីយ៉ូ ហ្គូតេរ៉េសអគ្គលេខាធិការនៃអង្គការសហប្រជាជាតិនេះខ្ញុំសូមរំលឹកឡើងវិញអំពីសារលិខិតនេះដែលនៅក្នុងនោះគឺបានសរសេរថាឯកឧត្តមជាទីរាប់អានខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តមជ្រាបអំពីលិខិតរបស់ខ្ញុំនៅថ្ងៃនេះជូនចំពោះឯកឧត្តមអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ាននៅក្នុងបំណងទាញការចាប់អារម្មណ៍ចំពោះស្ថានភាពថ្មីនៅតាមព្រំដែនកម្ពុជាថៃដែលបានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផង
ដែរបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងពូត្រាចាយាបានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងកាលពីថ្ងៃទី24ខែកក្កដាក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាតែគួរឲ្យសោកស្ដាយដែលសកម្មភាពល្មើសនឹងបទឈប់បាញ់របស់កម្លាំងយោធាថៃនៅតែបន្តឥតឈប់និងថែមទាំងបានពង្រីកហួសចេញពីតំបន់ចំនួនប្រដាប់អាវុធកណ្ដុងមកទៀតផងចាប់តាំងពីថ្ងៃទី12ខែសីហាកម្លាំងយោធាថៃបានពង្រីកតំបន់ចំនួនតាមរយៈការរាយលុះបន្លាដាក់របាំងខាំងចេញឲ្យសារវិទ្យាបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានតែពួកគេបានរស់នៅដល់យូរលង់មកហើយនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៃខេត្តបន្ទាយមានជ័យដែលស្ថិតនៅភាគពីរយប់នៃប្រទេសកម្ពុជានិងស្ថិតក្នុងចម្ងាយប្រមាណ200គីឡូម៉ែត្រពីតំបន់ចំនួនដូចរៀបរាប់ខាងលើប្រជាពលរដ្ឋខ្មែរចំនួន25គ្រួសារត្រូវបានរារាំងមិនឲ្យចូលផ្ទះសម្បែងនិងស្រែចម្ការរបស់ពួកគេហើយថ្មីនេះអ្នកនាំពាក្យយោធាថៃក៏បានគម្រាមកំហែងធ្វើការបណ្ដេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខដែលនឹងប៉ះពាល់ដល់អ្នករាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង 1000 នាក់ដល់ឡែកផ្អែកទៅលើប្រភពគួរឲ្យទុកចិត្តបានយោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមយកទឹកដីនៅទីតាំងចំនួន17ផ្សេងទៀតនៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិចនិងប៉ែកនិរតីនៃប្រទេសកម្ពុជាសកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃនេះគឺផ្អែកទៅលើផែនទីខ្នាត1 លើ 50,000 គូសជាឯកតោភាគីដែលផ្ទុយពីផែនទីខ្នាត1 លើ 200,000 ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នានិងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិននិងសៀមដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងនិងសៀមទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជានិងថៃក្នុងអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000អនុសារណៈឆ្នាំ2000អនុសារណៈឆ្នាំ2000នេះត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃនៅថ្ងៃទី25ខែឧសភាឆ្នាំ2011និងបានបោះពុម្ពផ្សាយនៅក្នុងបញ្ជីគម្រោងសិទ្ធិសញ្ញារបស់អង្គការសហប្រជាជាតិសកម្មភាពឯកតោភាគីរបស់ថៃគឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីតាមរយៈការប្រើប្រាស់កម្លាំងដែលជាការបំពានដោយផ្ទាល់លើអនុសារណៈឆ្នាំ2000អាណត្តិរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃ JBC និងការបដិញ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ OBC នាពេលថ្មីនេះដែលថាភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងឬពង្រីកវិសាលភាពនិងទំហំចំនួនវិធានការជាឯកតោភាគីទាំងនេះរួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាញាសិទ្ធិថៃគឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជាដែលមិនអាចទទួលយកបាននិងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍លើសពីនេះសកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កឲ្យមានហានិភ័យនៃការប្រជុំមុខដាក់គ្នាដោយហិង្សានៅក្នុងស្មារតីបន្ធូរស្ថានភាពនិងមជ្ឈភាពអាស៊ានខ្ញុំសូមគោរពស្នើសុំជំនួយពីឯកឧត្តមក្នុងនាមជាប្រធានអាស៊ានដើម្បីជំរុញឲ្យប្រទេសថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាននៅទីក្រុងពូត្រាចាយានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចប្រជុំ GBC និង OBC នាពេលថ្មីនេះហើយបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពជាឯកតោភាគីដែលអាចបង្កើនភាពតានតឹងនិងពង្រីកទំហំនិងវិសាលភាពនៃចំនួនហាមប្រើកម្លាំងប្រឆាំងជនស៊ីវិលនិងទ្រព្យសម្បត្តិរុះរើឧបសគ្គដែលទើបដាក់ថ្មីដូចជាលូកម៉ាឡានិងសម្បកកង់រថយន្តក្នុងតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននឹងកំពុងរស់នៅរាប់ទសវត្សរ៍និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់បញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញរួចហើយអាចវិលត្រឡប់ទៅកាន់លំនៅឋាននិងដីរបស់ពួកគេវិញបញ្ឈប់ការប្រើប្រាស់ឬក្រងប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីហើយអនុញ្ញាតឲ្យយន្តការទ្វេភាគីដែលមានស្រាប់ដូចជា JBC បន្តធ្វើការងារដោយសន្តិវិធីដែលផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងអនុសញ្ញានិងសន្ធិសញ្ញានិងច្បាប់អន្តរជាតិដែលមានស្រាប់និងដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌព្រមទាំងបញ្ជូនត្រឡប់វិញយោធិនកម្ពុជាចំនួន18រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃខ្ញុំសូមអះអាងជាថ្មីនៃការបដិញ្ញាចិត្តដ៏មុតមមរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងធ្វើការជាមួយប្រទេសថៃនិងអាស៊ានដើម្បីរក្សាស្ថិរភាពជំរុញកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនៅក្នុងស្មារតីនៃការបដិញ្ញាចិត្តរួមចំពោះសន្តិភាពនិងការសន្ទនាក្នុងនៃស្ថាបនាខ្ញុំសង្ឃឹមជឿជាក់ថាឯកឧត្តមនឹងពិចារណាផ្ដល់ការគាំទ្រដ៏មានតម្លៃតាមរយៈយន្តការសមស្របដើម្បីជួយជំរុញការអនុវត្តឲ្យបានពេញលេញនិងប្រសិទ្ធភាពនៅបទឈប់បាញ់និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាថៃសម្រេចបានការដឹកនាំនិងការចូលរួមចំណាយជាបន្តទៀតរបស់ឯកឧត្តមពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពនិងជំរុញដំណោះស្រាយសន្តិវិធីចំពោះស្ថានភាពនាពេលបច្ចុប្បន្នបាទអរគុណណាស់លោកស្រីកណិការដែលបានលើកឡើងអំពីគេហៅថារំលឹកអំពីខ្លឹមសារសំខាន់ដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្ញើទៅកាន់មេដឹកនាំនានានៅលើពិភពលោករួមទាំងអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិផងដែរដើម្បីធ្វើការអន្តរាគមន៍ចំពោះការឈ្លានពានរបស់ថៃមកលើទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងទូរទស្សនិកជនប្រមាណជា1ម៉ោងកន្លងមកនេះយើងឃើញថាកងទ័ពថៃចម្រុះគឺថាកងកម្លាំងចម្រុះរបស់ថៃមានចំនួនរាប់រយនាក់ឯណោះយើងមិនអាចប៉ាន់ប្រមាណចំនួនជាក់លាក់បានក៏ប៉ុន្តែមានចំនួនប្រមាណរាប់រយនាក់រួមទាំងប្រជាពលរដ្ឋរបស់ខ្លួនផងកំពុងតែប្រើប្រាស់គ្រឿងចាក់ធុនធ្ងន់ធ្វើការឈូសឆាយនៅក្នុងតំបន់ព្រៃច័ន្ទដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដោយឥតខ្លាចរអាចំពោះច្បាប់អន្តរជាតិឬក៏រំលោភទៅលើអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលពីពេលកន្លងទៅជាពិសេសនោះគឺមិនខ្លាចទៅនឹងក្រុមអ្នកសង្កេតការអន្តរកាលដែលតែងតែចុះទៅធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅទីនោះទាល់តែសោះនេះគឺថាជាការអនុវត្តច្បាប់ព្រៃរបស់ប្រទេសថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលជារដ្ឋឯករាជ្យមួយដែលមានភូមិផងរបងជាប់ជាមួយនឹងប្រទេសរបស់ខ្លួនទូរទស្សនិកជនបើយើងពិនិត្យទៅមើលសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី9ខែតុលាឆ្នាំ2025ម្សិលមិញនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលអង្គភាពអ្នកនាំពាក្យក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែលសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារជាអត្ថថាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថាម្ដងហើយម្ដងទៀតថ្នាក់ដឹកនាំនិងមន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយបំភ្លៃការពិតអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាថៃដោយបានចោទកម្ពុជាថាជាអ្នកបាញ់មុនជាអ្នករំលោភបទឈប់បាញ់ជាអ្នកឈ្លានពានទឹកដីថៃជាអ្នកគំរាមកំហែងដល់សន្តិសុខជាតិថៃជាអាចហើយបានដើរតួនាទីជាជនរងគ្រោះទៅវិញខណៈដែលកម្ពុជាទៅវិញទេដែលជាអ្នករងគ្រោះពិតប្រាកដជាក់ស្ដែងនៅថ្ងៃទី9ខែតុលាឆ្នាំ2025កន្លងមកនេះប្រមុខរាជរដ្ឋាភិបាលថៃបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃថាថៃជាភាគីដែលរងការរំលោភបំពាននិងរងគ្រោះហើយបានដាក់លក្ខខណ្ឌឲ្យកម្ពុជាជំនះប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋានដែលពួកគេបានរស់នៅកាន់កាប់និងអាស្រ័យផលជាយូរយារមកហើយដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងចង់បានព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងនោះឡើយសូមបន្តតាមដានសេចក្តីរាយការណ៍ពីលោកប៉ាន់ចំណាននៅទីតាំងនោះផ្ទាល់បាទសូមជើញទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងនៅតែបន្តបាទផ្សាយជូននៅសកម្មភាពដែលទាហានថៃនៅតែបន្តឈ្លានពានមកលើគេថាទឹកដីដែលទាហានថៃបានហ៊ុំព័ទ្ធនេះគឺជាទឹកដីដែលហ៊ុំព័ទ្ធកាលពីមុនមិនមែនជាការឈ្លានហ៊ុំព័ទ្ធថ្មីទេប៉ុន្តែនៅខណៈពេលនេះគឺយើងសង្កេតឃើញថាមានបាទក្រុមបាទអ្នកអង្គការអន្តរកាលបាទហៅកាត់ថា IOT ដែលមានបាទមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើងមួយចំនួនក៏បានមកដល់ទីតាំងដើម្បីពិនិត្យមើលអង្កេតការណ៍នៅបាទសកម្មភាពរឿងរ៉ាវបាទទស្សនវិជ្ជានៃការឈ្លានពានរបស់ទាហានសៀមមកលើទឹកដីកម្ពុជាក្នុងការផ្ទៀងផ្ទាត់អង្កេតការណ៍ពាក់ព័ន្ធនឹងការអនុវត្តនៅស្មារតីបទឈប់បាញ់រវាងកម្ពុជាហើយនិងថៃបាទចឹងលោកអ្នកបានឃើញបាទនេះគឺជាបាទក្រុមអ្នកសង្កេតការណ៍អន្តរកាលហៅកាត់ថា IOT នៅកម្ពុជារបស់យើងដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីដែលជាអនុព័ន្ធយោធាហើយនៅទីនេះក៏មានការអញ្ជើញបាទសម្របសម្រួលដោយឧត្តមសេនីយ៍ឯកបាទនៃក្រសួងការពារជាតិផងដែរបាទចឹងនេះក៏យើងបានឃើញហើយបាទ IOT នៃបណ្ដាប្រទេសមួយចំនួនបាទបាននឹងកំពុងមើលឃើញជាក់ស្ដែងជាមួយនឹងអាដាមបាទនៅទីនេះដែលបានឃើញយើងបានឃើញអំពីសកម្មភាពដែលលោកអ្នកបានទស្សនាអំបញ្ញមិញដែលជាបាទគេថាទស្សនវិជ្ជាបានឃើញបាទអរគុណបាទទស្សនិកជនបាទអញ្ចឹងអ្វីដែលយើងចង់ឲ្យឃើញនេះគឺឃើញហើយបាទ IOT បាទបានមកដល់ឃើញអំពីទស្សនវិជ្ជាច្បាស់នៃការរំលោភបំពានបាទរំលោភបំពាននៃការបំពានឈ្លានពានឈូសឆាយទៅលើដី
របស់អធិបតេយ្យភាពកម្ពុជាហើយទស្សនវិជ្ជានេះខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតមិនមែនជាការឈូសឆាយបំពេញទៅលើកន្លែងថ្មីទេនេះគឺជាកន្លែងដែលភាគីសៀមបានហុំព័ទ្ធកាលពីកន្លងទៅអញ្ចឹងយើងសប្បាយចិត្តមែនទែនដែលបាទក្រុមអ្នកអង្កេតការអន្តរកាលហៅកាត់ថា IoT បានឃើញច្បាស់បាទនៅសកម្មភាពផ្ទាល់ពីទាហានសៀមដែលយើងចង់ឲ្យអន្តរជាតិបានឃើញហើយនឹងធ្វើការអង្កេតនិងផ្ទៀងផ្ទាត់វិតម្លៃអំពីការចូលរួមអនុវត្តនៅបាទស្មារតីបត់ជប់បាញ់រវាងកម្ពុជានិងថៃខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតថាកម្ពុជាបាទចង់ណាស់ក្នុងការបាទអនុវត្តនៅបាទបញ្ហាផ្សេងដោះស្រាយដោយសន្តិវិធីដោយយើងបានបន្តក្នុងការបាទសរសេរនៅលិខិតស្នើសុំដោះស្រាយដោយសន្តិវិធីជាច្រើនលើកច្រើនសារប៉ុន្តែភាគីថៃបាទនៅតែបន្តបំពេញបាទច្រានចោលហើយនឹងបំពេញនៅសកម្មភាពផ្សេងរហូតទៅដល់មានការបាទហុំព័ទ្ធដាក់បណ្ដាលួហុំព័ទ្ធផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងភូមិព្រៃច័ន្ទក៏ដូចជានៅក្នុងភូមិជោគជ័យហើយជាក់ស្ដែងនៅទីនេះគឺជាបាទនៅក្នុងតំបន់ភូមិព្រៃច័ន្ទផ្ទាល់ដែលបងប្អូនប្រជាពលរដ្ឋចំនួន6គ្រួសារបានរងបាទផលលំបាកអំពីការរស់នៅដោយគ្មានផ្ទះសម្បែងហើយបង្ហាញនៅការរំលោភសិទ្ធិមនុស្សបាទអញ្ចឹងក្រុមអន្តរកាល IoT បានអញ្ជើញដល់ពិនិត្យមើលឃើញយ៉ាងច្បាស់បាទយ៉ាងច្បាស់នៅអ្វីដែលជាការបាទគេហៅថាឈ្លានពានមកលើបាទទឹកដីរបស់កម្ពុជាជាពិសេសគឺនៅត្រង់ចំណុចដែលទាហានថៃបានហុំព័ទ្ធកាលពីពេលកន្លងទៅបាទចឹងទោះបីជាពេលនេះបាទទាហានឈុតខ្មៅថៃបាទរាប់រយនាក់ដែលនៅខាងក្រោយក៏ដូចជាយើងបានឃើញបាទនៅទីនេះបានមើលឃើញថានៅកន្លែងផ្នែកខាងកម្ពុជានេះគឺមានក្រុមអ្នកអង្កេតការអន្តរកាលហៅកាត់ថា IoT បាននឹងកំពុងតែមើលជាក់ស្ដែងក្តីក៏សកម្មភាពនៃការឈូសឆាយបាទគឺពួកវាមិនទាន់ឈប់ទេគឺនៅតែបន្តបាទឈ្លានពានឈូសឆាយជាបន្តទៀតយ៉ាងកក្លឿនដោយមិនខ្លាចបាទរអើមនៃការមកដល់ពិនិត្យអង្កេតការរបស់បាទក្រុមអ្នកអង្កេតការអន្តរកាលហៅកាត់ថា IoT ទេបាទអញ្ចឹងយើងសង្ឃឹមថាតាមរយៈការឃើញនៅសកម្មភាពនៃការឈ្លានពានជាក់ស្ដែងនេះបាទក្រុមអ្នកអង្កេតការអន្តរកាលហៅកាត់ថា IoT នឹងអាចបាទវិតម្លៃក៏ដូចជាផ្ទៀងផ្ទាត់នៅចំណុចក៏ដូចជាលទ្ធផលផ្សេងដើម្បីដាក់ជូនទៅដល់បាទគេហៅថាថ្នាក់ដឹកនាំកម្ពុជាជាពិសេសគឺសហគមន៍អន្តរជាតិក្នុងការគេហៅថាពិនិត្យនិងវិតម្លៃបាទអំពីអ្វីដែលជាបាទឆន្ទៈរបស់កម្ពុជាហើយអ្វីដែលជាបាទគេហៅថាឆន្ទៈឈ្លានពានរបស់ភាគីបាទសៀមមកលើទឹកដីរបស់កម្ពុជារបស់យើងបាទអញ្ចឹងរយៈពេល8ម៉ោងនេះគឺប្រហែលជា5នាទីមុនបើខាងបាទក្រុមអ្នកអង្កេតការអន្តរកាល IoT បានមកដល់ហើយបាទដែលមានបាទបណ្ដាអនុព័ន្ធយោធាមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានរបស់យើងដែលដឹកនាំដោយអនុព័ន្ធយោធារបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននៅក្នុងបាទឆ្នាំ2025នេះរួមជាមួយនឹងបាទតំណាងបាទអនុព័ន្ធយោធានៃបណ្ដាប្រទេសផ្សេងទៀតក៏បានចូលរួមដូចគ្នានៅក្នុងបាទការពិនិត្យក៏ដូចជាតាមដាននៅសកម្មភាពនានាដែលភាគីសៀមកំពុងតែបន្តរំលោភបំពានបាទឈ្លានពានមកលើទឹកដីរបស់កម្ពុជារបស់យើងខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតទស្សនិកជនបាទរូបភាពដែលលោកអ្នកបានឃើញនេះគឺជាសកម្មភាពរបស់បាទក្រុមអ្នកសង្កេតការអន្តរកាល IoT ដែលបានឃើញផ្ទាល់នៅទីតាំងនេះហើយបាទ បាទទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាអស់ប្រមាណរយៈពេលប្រហែលជា1ម៉ោងបន្ទាប់ពីកងទ័ពចម្រុះរបស់ថៃបានធ្វើសកម្មភាពឈូសឆាយឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាមកដល់ពេលនេះយើងសង្កេតឃើញថាក្រុមអ្នកសង្កេតការអន្តរកាលហៅកាត់ថា IoT គឺបានអញ្ជើញចុះមកដល់ទីតាំងនេះជាក់ស្ដែងហើយសូមជម្រាបជូនថាទីតាំងនេះកាលពីព្រឹកមិញក្រុមអ្នកសង្កេតការអន្តរកាល IoT ក៏បានអញ្ជើញចុះមកមើលម្ដងរួចមកហើយដែរបើតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការផ្សព្វផ្សាយកាលពីព្រឹកមិញដែលនៅក្នុងនេះយើងឃើញថាក្រុមអ្នកសង្កេតការអន្តរកាល IoT គឺបានពិនិត្យទីតាំងជាក់ស្ដែងនៅភូមិចំនួន2គឺនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចូលជាធរមានសូមគូបញ្ជាក់ដែរថាបើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះក្រុមអ្នកសង្កេតការអន្តរកាល IoT នឹងតាមដានសភាពការនិងចុះសង្កេតការជាប្រចាំនៅភូមិទាំងពីរខាង
លើយើងឃើញថាទាំងអស់នេះគឺជាភ័ស្តុតាងជាក់ស្ដែងដែលក្រុមអ្នកសង្កេតការអន្តរកាលនិងរីកាទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនអំពីសកម្មភាពជាក់ស្ដែងដែលបានកើតមានឡើងនៅលើព្រំដែនរវាងកម្ពុជានិងថៃហើយសកម្មភាពទាំងអស់នេះគឺកើតឡើងនៅលើដែនអធិបតេយ្យរបស់កម្ពុជាបន្ទាប់ពីមានវត្តមានរបស់ក្រុមអ្នកសង្កេតការអន្តរកាល IOT យើងឃើញថាសកម្មភាពរបស់ភាគីថៃគឺបានផ្អាកបន្តិចគឺថាមិនដំណើរការគ្រឿងចាក់បន្តទៅទៀតទេហាក់ដូចជាមានការខ្លាចរអានឹងក្រសែភ្នែកអ្នកសង្កេតការអន្តរកាល IOT ដូច្នេះនេះជាភ័ស្តុតាងមួយយ៉ាងច្បាស់បញ្ជាក់ទៅកាន់ពិភពលោកបញ្ជាក់ថាភាគីថៃគឺរំលោភបំពានយ៉ាងកុសក្លឿនមកលើដែនអធិបតេយ្យរបស់កម្ពុជាហើយទីតាំងនេះគឺជាដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងដែលលោកបានប្រើប្រាស់កាន់កាប់អាស្រ័យផលដោយស្របច្បាប់តាំងពីយូរយារតចំនួនណាមកហើយពលគឺតាំងពីមុនការចូលជាធរមាននៃ MOU ឆ្នាំ2000កន្លងទៅម្លេះដូច្នេះអត់មានហេតុផលណាមួយដែលភាគីថៃប្រើប្រាស់ច្បាប់របស់ខ្លួនមកអនុវត្តនៅលើដែនអធិបតេយ្យរបស់កម្ពុជាជាពិសេសមកលើប្រជាជនស្លូតត្រង់របស់កម្ពុជានោះទេហើយបើតាមព័ត៌មានដែលយើងខ្ញុំទទួលបានពីក្រុមការងារព័ត៌មានដែលប្រចាំការនៅទីតាំងនោះបានឲ្យដឹងមកថាខាងភាគីថៃនៅពេលនេះគឺមានកងកម្លាំងចម្រុះកម្លាំងរបស់គេរាប់រយនាក់ឯណោះមិនត្រឹមតែកងកម្លាំងយោធាទេមានទាំងប្រជាពលរដ្ឋដែលក្នុងនោះយើងឃើញថាកងកម្លាំងរបស់គេនោះគឺមានប្រដាប់ដោយអាវុធគ្រប់ដៃប្រដាប់ដោយគ្រឿងយន្តជាពិសេសគឺគ្រឿងយន្តធុនធ្ងន់ដែលកំពុងតែធ្វើការឈូសឆាយហើយបន្ទាប់ពីក្រុមអ្នកសង្កេតការអន្តរកាលមកដល់ពួកគេបានបន្តសកម្មភាពហើយមកដល់ពេលនេះគឺយើងឃើញថាតាមរយៈរូបភាពផ្ទាល់យើងអាចនិយាយបានថាហាក់ដូចជាសកម្មភាពបាទតែយ៉ាងណាក៏ដោយយើងឃើញថាកងទ័ពថៃនៅតែបន្តកក្លឿនម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាគឺមិនខ្វល់ខ្វាយអំពីច្បាប់អន្តរជាតិហើយតែងតែអះអាងនិងតែងតែស្រាប់ប្រាប់ទៅកាន់ពិភពលោកថាខ្លួនគឺជាជនរងគ្រោះទាំងដែលការពិតខ្លួនគឺជាអ្នកបង្កគ្រោះនិយាយចេះទៅចាស់លោកចន្ទទេពីព្រោះថាតាំងតែពីដើមមកកម្ពុជារបស់យើងគឺប្រកាន់ចំហនៅការស្រឡាញ់សន្តិភាពកម្ពុជាគឺគោរពនឹងច្បាប់អន្តរជាតិគឺកម្ពុជាតែងតែរក្សាបាននូវសុខសន្តិភាពរវាងប្រទេសនិងប្រទេសគឺបណ្ដាមិត្តទាំងអស់នៅលើពិភពលោកកម្ពុជាតែងតែស្រឡាញ់រាប់អានសហប្រតិបត្តិការគឺប្រកបដោយការអភិវឌ្ឍទាំងអស់គ្នាដើម្បីយើងរីកចម្រើនទាំងអស់គ្នាដែលផ្ទុយអំពីខាងភាគីថៃដែលតែងតែបន្តក៏ឃ្លឿនហើយម្ដងទៀតប្រើច្បាប់ព្រៃនៅក្នុងប្រទេសរបស់ខ្លួនបែរជាយកអនុវត្តមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយមិនធំតែប៉ុណ្ណោះគឺសកម្មភាពរបស់ភាគីថៃគឺមិនគោរពទៅតាមកិច្ចព្រមព្រៀងក៏ដូចជាច្បាប់អន្តរជាតិនោះទេពលគឺមិនខ្វល់មិនខ្វាយឡើយនឹកឃើញធ្វើអីធ្វើនឹងហើយតែងតែអះអាងអួតប្រាប់ពិភពលោកថាខ្លួនគឺជាប្រទេសអ្នកមានប្រទេសអភិវឌ្ឍប្រទេសដែលសម្បូរបញ្ញវន្តថាតើប្រទេសមួយដែលសម្បូរទៅដោយបញ្ញវន្តសម្បូរទៅដោយអ្នកចេះដឹងតើគេនឹងអនុវត្តចរិតរបស់ដូចថៃតែកំពុងតែធ្វើទៅពេលនេះឬក៏យ៉ាងណាគឺផ្ទុយស្រឡះពីជនជាតិថៃពីថ្នាក់ដឹកនាំរបស់ថៃដែលយើងចាត់ទុកថាជាប្រទេសមួយស៊ីវិល័យមានខឿនសេដ្ឋកិច្ចលូតលាស់ខ្លាំងនៅក្នុងតំបន់ក៏ប៉ុន្តែផ្ទុយមកវិញយើងឃើញថាធ្វើសកម្មភាពហាក់ដូចជាកងទ័ពនិងកងទ័ពព្រៃមិនដែលបានចូលសាលាទទួលបានការអប់រំបាទអនុវត្តច្បាប់របស់ខ្លួនច្បាប់ព្រៃទៅទៀតមកលើជាតិសាសន៍ដទៃអនុវត្តមកលើប្រជាជនកម្ពុជាដែលជាប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយកម្ពុជាជារដ្ឋឯករាជ្យមិនមែនចំណោះឲ្យថៃនោះទេដូច្នេះគ្មានហេតុផលណាដែលត្រូវយកច្បាប់របស់ខ្លួនមកអនុវត្តមកឈ្លានពានមកលើកម្ពុជាបានឡើយហើយតាមរយៈរូបភាពនេះបងប្អូនប្រជាពលរដ្ឋរបស់យើងប្រហែលជាលើកឡើងឬក៏គិតឃើញថាហេតុអ្វីបានជាយើងឈរមើលគេទន្ទ្រានឈូសឆាយមកលើដីរបស់យើងគឺកម្ពុជារក្សាភាពអត់ធ្មត់យ៉ាងខ្លាំងក្លាគឺធ្វើយ៉ាងណាអនុវត្តឲ្យបានជោគជ័យនៅបទឈប់បាញ់ដែលបានចូលជាធរមានដូច្នេះមានតែភាគីថៃទេដែលមិនអនុវត្តបទឈប់បាញ់ដែលបានចូលជាធរមានគេប្រើប្រាស់គ្រឿងយន្តដើម្បីឈូសឆាយគឺគេធ្វើការបរំលោភបំពានមកលើកម្ពុជាយ៉ាងកំរោលយ៉ាងកុសឃ្លឿនដោយឥតមានខ្លាចរអាចំពោះក្រសែភ្នែករបស់អ្នកអង្កេតការអន្តរកាល IOT ឡើយហើយបើយើងពិនិត្យទៅលើស្ថានភាពជាក់ស្ដែងនៅក្នុងភូមិព្រៃចានឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរបស់យើងនៅទីតាំងដែលភាគីថៃកំពុងតែឈ្លានពាននេះខាងកម្ពុជាយើងគឺមិនមានការប្រមូលផ្ដុំប្រជាជនច្រើនដើម្បីទៅទីតាំងនេះទេប៉ុន្តែនៅខាងថៃវិញបើតាមព័ត៌មានដែលយើងទទួលបានកងទ័ពរបស់ថៃរាប់រយនាក់ឯណោះមានទាំងការប្រមូលផ្ដុំប្រជាជនដែលទាំងអស់នេះហើយគឺជាសកម្មភាពមួយដែលខុសពីអ្វីដែលបានព្រមព្រៀងគ្នាហើយសង្ឃឹមថាវត្តមានមកដល់របស់ក្រុមអ្នកសង្កេតការអន្តរកាល IOT នេះនឹងពិនិត្យផ្ទៀងផ្ទាត់ធ្វើជារបាយការណ៍ជូនទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីធ្វើយ៉ាងណាមានវិធានការបន្ទាន់ទប់ស្កាត់ចំពោះភាគីថៃកុំឲ្យឈ្លានពានមកលើកម្ពុជាបន្តទៅទៀតហើយដោយដែលអ្នករាយការណ៍របស់យើងបានបញ្ជាក់ជូនទូរទស្សនិកជននេះមិនមែនជាទីតាំងថ្មីទេទីតាំងដែលភាគីថៃកំពុងតែឈូសឆាយនេះគឺជាទីតាំងមួយដែលភាគីថៃបានពាត់បន្លាលួសកាលពីពេលកន្លងទៅហើយគេបានឈូសឆាយដោយគេយកលេសថាមកធ្វើការបោសសម្អាតមានជាដើមបើតាមលិខិតដែលបានផ្ញើជូនកន្លងទៅណាអញ្ចឹងបើតាមសេចក្តីឆ្លើយត
តទៅវិញរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យយ៉ាងណាដែរបាទចាហើយក្នុងនោះនេះខ្ញុំក៏សូមអនុញ្ញាតជម្រាបជូននៅលិខិតរបស់ឯកឧត្តមអ៊ុំព្រាត្រីអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025ដែលគ្រប់ជូនឯកឧត្តមអភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃកម្មវត្ថុស្ដីអំពីករណីរដ្ឋបាលខេត្តស្រះកែវតវ៉ាចំពោះការសាងសង់ជំរកជាបណ្ដោះអាសន្នឈូសឆាយតំបន់ជំវិញហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្ដុំនៅតំបន់ដែលទាមទារនៅចំណុច TA 52 1230ស្ថិតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយោងលិខិតលេខសក 0018.2/208 ចុះថ្ងៃទី24ខែកញ្ញាឆ្នាំ2025របស់សាលាខេត្តស្រះកែវព្រះរាជាណាចក្រថៃសេចក្តីដូចមានចែងក្នុងកម្មវត្ថុនឹងយោងខាងលើខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃជ្រាបថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ាគឺស្ថិតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលទីតាំងខាងលើនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅកាន់កាប់និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ2000ក្នុងនេះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមធ្វើការបញ្ជាក់ជូនថាជំរកបណ្ដោះអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមកនិងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្រវហេតុនានាម្យ៉ាងវិញទៀតរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំនៅតំបន់ខាងលើគឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លីស្រែចម្ការនិងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះបន្ថែមលើនេះប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជំរកបណ្ដោះអាសន្នខាងលើនេះគឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលក់បន្លាសំណាញ់ខ្មៅរនាំងនិងដាក់កង់ឡានដែលនាំឲ្យពួកគាត់បាត់បង់ទីជំរកអចិន្ត្រៃយ៍និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើបញ្ហានេះបានបង្ហាញឲ្យឃើញអំពីភាពស្មុគស្មាញនិងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទន្ទឹមនេះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថារដ្ឋបាលខេត្តយើងទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខ័ណ្ឌសីមាព្រំដែនរួចរាល់នោះទេយោងតាម MOU ឆ្នាំ2000កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខ័ណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់រដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរពលគឺត្រូវរងចាំលទ្ធផលនៃកិច្ចប្រជុំ JBC ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹងនិងរងចាំដំណោះស្រាយរបស់ JBC រដ្ឋបាលខេត្តយើងទាំងពីរបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបទៅដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹងអាស្រ័យហេតុនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបនិងសូមអត់ធ្មត់និងរងចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែនហើយនៅក្នុងអំឡុងពេលរងចាំនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាចូលរួមសហការក្នុងស្មារតីមិត្តភាពនិងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹងនិងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរចា៎នេះគឺជាខ្លឹមសារនៃលិខិតរបស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យជូនទៅកាន់អភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃគឺដើម្បីកុំឲ្យបន្តនៅក្នុងការចាក់អុកឡុករំខានឬក៏បន្តឈ្លានពានមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាដែលម្ដងហើយម្ដងទៀតភាគីថៃគឺមិនដែលគោរពនៅច្បាប់អន្តរជាតិពលគឺមិនខ្វល់អ្វីទាំងអស់ខ្វល់តែអំពីចាស់ការគិតរបស់ខ្លួនប៉ុនប៉ងចង់បានអីគឺធ្វើនឹងគឺហាក់បីដូចជាចាគេហៅថាបើយើងប្រៀបធៀបទៅនឹងក្មេងមានន័យថាក្មេងដែលអត់ទទួលបានការអប់រំទេប៉ុន្តែខ្លួនតែងតែអះអាងម្ដងហើយម្ដងទៀតអួតប្រាប់ពិភពលោកថាខ្លួនជាប្រទេសអ្នកមានប្រទេសអភិវឌ្ឍប្រទេសដែលប្រកបទៅដោយអ្នកមានចំណេះដឹងច្រើនប៉ុន្តែទង្វើគឺផ្ទុយទៅនឹងអ្វីដែលខ្លួនអួតគឺព្រោះថាមាត់និយាយផ្សេងសកម្មភាពផ្សឹងបាទជាការពិតណាស់បើយើងក្រឡេកមកមើលរូបភាពដែលបានបង្ហាញជូននេះគ្រាន់តែក្រុមអ្នកសង្កេតការណ៍អន្តរកាលអញ្ជើញត្រឡប់ទៅវិញយើងឃើញថាកងទ័ពថៃបានបញ្ជាគ្រឿងចក្រធ្វើការឈូសឆាយជាបន្តទៀតគឺអត់មានខ្លាចរអាចំពោះភ្នែកអ្នកសង្កេតការណ៍អន្តរកាលឡើយនេះបង្ហាញអំពីអត្តចរិតរបស់ជាតិសាសន៍មួយនេះថាជាជនជាតិមួយជាជាតិសាសន៍មួយដែលប្រើល្បិចកិច្ចកលបោកប្រាស់គឺថាបញ្ឆោតភ្នែកពិភពលោកដោយតាមរយៈអ្វីដែលជាការលើកឡើងរបស់ថ្នាក់ដឹកនាំគេហើយថាគេថាជនជាតិគេភាគីខាងគេជាអ្នកជនរងគ្រោះទៅវិញក៏ប៉ុន្តែស្នើឲ្យយើងខាងកម្ពុជាដែលរស់នៅលើដីស្របច្បាប់ដែនអធិបតេយ្យរបស់កម្ពុជាឬគេថាជំនះខ្លួនចេញពីទីតាំងនោះហើយគេថាគេជាជនរងគ្រោះទៅវិញដែលទាំងអស់នេះគឺវាផ្ទុយពីសកម្មភាពជនរងគ្រោះឯណាកំពុងតែប្រើប្រាស់នៅគ្រឿងចក្រដើម្បីឈូសឆាយមកលើទឹកដីរបស់ប្រទេសដទៃយ៉ាងដូចនេះនេះគឺវាខុសស្រឡះពីអ្វីដែលខ្លួនក៏កំពុងតែធ្វើខុសស្រឡះពីអ្វីដែលខ្លួនកំពុងតែនិយាយនេះគឺចំពោះអ្វីដែលថ្មីដឹកនាំរបស់ប្រទេសថៃបានលើកឡើងដែលទាំងអស់នេះហើយគឺជាសកម្មភាពមួយបង្ហាញយ៉ាងច្បាស់ថាថៃគឺបានរំលោភបំពានយ៉ាងកក្លឿនមកលើដែនអធិបតេយ្យរបស់កម្ពុជាខ្ញុំបាទសូមអនុញ្ញាតរំលឹកឡើងវិញបន្តិចអំពីព្រឹត្តិការណ៍កាលពីពេលកន្លងទៅទោះបីជាមានបទឈប់បាញ់ចូលជាធរមានទៅហើយក្តីក៏ប៉ុន្តែកាលពីថ្ងៃទី17កញ្ញាឆ្នាំ2025កន្លងទៅនៅទីតាំងនេះគឺភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺកងទ័ពថៃបានមកធ្វើការឈ្លានពានតាមរយៈការរាយបន្លាលួច
សមកលើដែនអធិបតេយ្យរបស់កម្ពុជានៅពេលនោះបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងជាម្ចាស់កាន់កាប់ប្រើប្រាស់ដីធ្លីនៅទីនោះបានប្រើប្រាស់សិទ្ធិរបស់ខ្លួននៅក្នុងការកាន់កាប់នៅក្នុងការការពារដីរបស់ខ្លួនយើងឧទាហរណ៍ថាបើសិនជាយើងជាម្ចាស់ចំការម្ចាស់គេហៅថានៅទីនោះហើយជាតិសាសន៍ដទៃមកប្រើប្រាស់លួសបន្លាដើម្បីពាត់យកផ្ទះអ្នកណាមិនជឿចាប់ដូច្នេះបងប្អូនប្រជាពលរដ្ឋនៅទីនោះមិនថាតែជាម្ចាស់កម្មសិទ្ធិនោះទេបងប្អូនប្រជាពលរដ្ឋរបស់យើងមកពីគ្រប់ទិសទីជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យបានតែជួបជុំគ្នានៅទីនោះដើម្បីការពារប្រឆាំងតវ៉ាយ៉ាងដាច់អហង្ការមិនឲ្យកងទ័ពថៃមករីបន្លាពាត់យកដីពាត់យកផ្ទះរបស់ខ្លួនបានទេរហូតមកដល់ពេលនេះរយៈពេលប្រមាណជា2ខែមកហើយឃើញថាថៃទីថៃនៅតែមិនចោលគំនិតរបស់ខ្លួននៅក្នុងការឈ្លានពានទឹកដីរបស់កម្ពុជានោះទេរហូតដល់ថ្ងៃនេះទោះបីជាមានក្រុមអ្នកសង្កេតការអន្តរកាលមកពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងក៏ដោយក៏កងទ័ពថៃនៅតែប្រើគ្រឿងចាក់ធុនធ្ងន់កំពុងតែឈូសឆាយផ្ទាល់នៅលើដែនអធិបតេយ្យរបស់កម្ពុជាឥតមានខ្លាចរអាតតែសោះហើយសូមជម្រាបជូនដែរថាកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025កន្លងទៅយើងឃើញថាទាហានថៃគឺប្រដាប់ដោយខែលការពាររួមទាំងដំបងរួមទាំងអាវុធផងនោះបានចូលមកដល់ទឹកដីកម្ពុជានៅទីតាំងនេះតែម្ដងគឺនៅទីតាំងភូមិព្រៃច័ន្ទរបស់កម្ពុជានេះដោយពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ដែលធ្វើឲ្យប៉ះពាល់ទៅដល់ត្រចៀករបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីនោះដែលសកម្មភាពទាំងអស់នោះគឺបណ្ដាលឲ្យជនស៊ីវិលជាច្រើនអ្នករបស់កម្ពុជាមានទាំងព្រះសង្ឃផងនោះនៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដល់តានតឹងនៅពេលនោះដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងតែការពារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធីនេះគឺខ្ញុំបាទសូមអនុញ្ញាតរំលឹកព្រឹត្តិការណ៍កាលពីពេលនោះដែលថាកម្ពុជាយើងគឺឥតមានប្រដាប់ដោយអាវុធឥតមានប្រដាប់ដោយដំបងនោះទេទោះបីជាកងកម្លាំងកងទ័ពរបស់កម្ពុជាឈរជើងការពារនៅទីនោះក៏ពិតមែនក៏ប៉ុន្តែគឺមានតែខ្លួនឥតមានប្រដាប់ដោយអាវុធដោយកងទ័ពថៃនោះទេក៏ប៉ុន្តែកងទ័ពថៃទៅវិញប្រើប្រាស់អាវុធទំនើបប្រដាប់ដោយអាវុធគ្រប់ដៃចូលមកទន្ទ្រានឈ្លានពានទឹកដីរបស់កម្ពុជាក៏ប៉ុន្តែកម្ពុជាគឺប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅការអត់ធ្មត់មិនប្រើប្រាស់អាវុធទេដើម្បីធ្វើយ៉ាងណាឲ្យបត់ឈប់បាញ់គឺអនុវត្តប្រកបដោយប្រសិទ្ធភាពហើយតាមរយៈការខិតខំរកបានមកដោយលំបាកនៅបទឈប់បាញ់ដែលចូលជាធរមានកាលពីពេលកន្លងទៅនេះគឺមានការអន្តរាគមន៍ជាច្រើនរាប់ចាប់តាំងពីថ្នាក់ដឹកនាំពិភពលោកដែលមានឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដូចជាថ្នាក់ដឹកនាំរបស់សាធារណរដ្ឋប្រជាមានិតចិនដែលមានឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានសម្រាប់ឆ្នាំ2025ផងនោះគឺបានខិតខំធ្វើការយ៉ាងណាឲ្យមានកិច្ចប្រជុំបន្ទាន់មួយរហូតទៅដល់មានបទឈប់បាញ់ដែលចូលជាធរមានកាលពីយប់រំលងអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅហើយតាមរយៈបទឈប់បាញ់នេះគឺជាអ្វីដែលកម្ពុជាចង់បានពីព្រោះថាសង្គ្រាមធ្វើឲ្យមានការស្លាប់និងរបួសដល់កងទ័ពទាំងសងខាងមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅតំបន់ចំនួនត្រូវភៀសខ្លួនចាក់ចែងទៅរកទីទួលដែលមានសុវត្ថិភាពដូច្នេះកម្ពុជាយើងបានឆ្លុះបញ្ចាំងអំពីស្មារតីនៃការគិតគូរនិងយកចិត្តទុកដាក់ជាពិសេសចង់ដោះស្រាយបញ្ហាប្រកបដោយសន្តិវិធីមិនប្រើអាវុធមិនប្រើកម្លាំងដើម្បីមកបញ្ចប់បញ្ហានោះទេហើយចំពោះបញ្ហាដែលកើតមានឡើងរាជរដ្ឋាភិបាលកម្ពុជាបានយកយន្តការបច្ចេកទេសយកយន្តការច្បាប់អន្តរជាតិជាគោលដើម្បីស្នើឲ្យមានការដោះស្រាយដោយសន្តិវិធីក៏ប៉ុន្តែថៃទៅវិញគឺមិនចង់ទៅកាន់តុលាការអន្តរជាតិមិនចង់ប្រើយន្តការអន្តរជាតិមិនចង់ប្រើគេហៅថាយន្តការត្រីភាគីមានភាគីទី3ចូលមកដោះស្រាយនោះទេគឺប្រើប្រាស់ច្បាប់ព្រៃធ្វើសកម្មភាពឈ្លានពានជាអាចដោយដែលទូរទស្សនិកជនបានឃើញក្រៅពីមានគ្រឿងចាក់ទំនើបនៅពេលនេះពួកគេបានប្រើនៅឧបករណ៍អ្វីក៏មិនដឹងយើងមិនអាចសន្និដ្ឋានបានកំពុងតែធ្វើសកម្មភាពនៅលើដែនអធិបតេយ្យរបស់កម្ពុជាហើយនៅក្នុងនោះយើងឃើញមានការពាត់ខ្សែមានការពាត់បន្លាលួសហើយពាត់បន្លាលួសនេះគឺនៅលើដីរបស់កម្ពុជានៅលើភូមិព្រៃច័ន្ទនៅក្នុងឃុំអូជ្រៅស្រុកឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចាយើងឃើញថាបាញ់មិញលោកចន្ទធីនៅពេលដែលចាក្រុមអ្នកសង្កេតការអន្តរការកំពុងតែចាសម្លឹងមើលពួកគាត់គឺសកម្មភាពហាក់ដូចជាផ្អាកបន្តិចសិនក៏ប៉ុន្តែគ្រាន់តែពួកគាត់ចាក់ចេញតែបន្តិចគឺថាសកម្មភាពនៅតែបន្តដដែលហើយថែមទាំងឥឡូវនេះគឺមានធ្វើការចាលើកនៅចាសម្ភារៈមួយចំនួនក្នុងនោះដូចជាមានជាផ្លាកឬក៏បដាអីមួយយ៉ាងនៅក្នុងការដាក់នៅទីតាំងដែលពួកគេកំពុងតែធ្វើការឈ្លានពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលយើងឃើញថានេះគឺជាទង្វើមួយចាដែលកងទ័ពថៃតែងតែធ្វើម្ដងហើយម្ដងទៀតគឺតែងតែបង្កឲ្យមានបញ្ហាម្ចេះចប់ម្ចេះហើយប៉ុន្តែតែងតែប្រាប់អ្នកដទៃក៏ដូចជាពិភពលោកថាឲ្យគ្រប់គ្រងខ្លួនថាខ្លួនគឺជាជនរងគ្រោះចាជនរងគ្រោះឯណាដែលបន្តចាឈ្លានពានអ្នកដទៃម្ដងហើយម្ដងទៀតចានេះគឺជាអ្វីដែលមិនត្រឹមតែប្រជាជនកម្ពុជាក៏ប៉ុន្តែនៅពេលនេះគឺខ្សែភ្នែករបស់ប្រជាពលរដ្ឋនៅលើពិភពលោកក៏កំពុងតែសម្លឹងមើលនៅទង្វើដ៏អាក្រក់របស់កងទ័ពថៃដែលចាជាទង្វើមួយគឺបំពេញឈ្លានពានមកលើដែន
តេយ្យភាពនៃកម្ពុជាដែលកម្ពុជាតាំងតែពីដូនតារហូតមកដល់បច្ចុប្បន្នគឺជាប្រជាជនដែលស្រឡាញ់សុខសន្តិភាពយើងចាឆ្លងកាត់នៅសង្គ្រាមរ៉ាំរ៉ៃជាច្រើនហើយកម្ពុជាហើយឆ្លងអស់ហើយនៅចារសជាតិដ៏ជូរចត់រសជាតិដ៏លំបាកនៅក្នុងភ្លើងសង្គ្រាមដូច្នេះកម្ពុជាមិនត្រូវការជួបប្រទះទៀតទេជាពិសេសគឺប្រជាពលរដ្ឋរបស់យើងមកដល់បច្ចុប្បន្ននេះឃើញថាថ្នាក់ដឹកនាំលោកបានខិតខំលះបង់ចាសាច់ស្រស់ឈាមស្រស់ដើម្បីការពារនៅបូរណភាពទឹកដីដែលចាដូនតារបស់យើងបានបន្សល់ទុកឲ្យមកដល់ពេលបច្ចុប្បន្ននេះដូច្នេះគ្មានហេតុផលអីដែលកម្ពុជាចង់បង្កបញ្ហាឬក៏បញ្ហាសង្គ្រាមទៅកាន់ប្រទេសដទៃនោះទេដូច្នេះគឺកម្ពុជាគឺខិតខំរក្សាបាននូវសុខសន្តិភាពដែលខ្លួនមានស្រាប់ហើយនឹងបន្តឲ្យបានយូរអង្វែងតទៅទៀតផងយើងឃើញថាព្រះរាជាណាចក្រកម្ពុជារបស់យើងតាំងពីពេលមុនក៏ដូចជាបច្ចុប្បន្នគឺនៅតែបន្តប្រកាន់ខ្ជាប់នៅការបដិញ្ញាចិត្តនៅក្នុងការដោះស្រាយចំនួនព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អច្បាប់អន្តរជាតិនិងស្មារតីសាមគ្គីភាពរបស់អាស៊ានហើយតាមរយៈនោះដែរយើងឃើញថាកម្ពុជាបានគូបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថាកិច្ចសន្ទនានិងចរចាគឺជាមាគ៌ាឆ្ពោះទៅមុខដែលអាចធ្វើបានតែមួយគត់តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីឲ្យបានពេញលេញដូចជាគណៈកម្មាធិការព្រំដែនទូទៅ GBC គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ RBC និងគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC ដើម្បីដោះស្រាយបញ្ហាសំខាន់ប្រកបដោយការស្ថាបនាហើយកម្ពុជាក៏គូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការកសាងទំនុកចិត្តកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌និងការការពារជនស៊ីវិលនៅតាមបណ្ដោយព្រំដែនគណៈបដិសេធនៅរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កើនភាពតានតឹងតាមរយៈការផ្ដល់អត្ថប្រយោជន៍ដល់មធ្យោបាយការទូតនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់កម្ពុជាប៉ងប្រាថ្នាឲ្យចំនួនត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមកដោយការលើកកម្ពស់ស្ថិរភាពនិងភាពសុខដុមរមនាសម្រាប់ប្រជាជននៃប្រទេសទាំងពីរទូតទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថានៅពេលនេះក្រុមការងាររបស់យើងខ្ញុំកំពុងតែបន្តផលិតយករូបភាពនៅទីតាំងភូមិព្រៃច័ន្ទដែលយើងឃើញថាមកដល់វេលាថ្មនេះគឺកងទ័ពថៃនៅតែបន្តសកម្មភាពរបស់ខ្លួនចាគឺមានចាកងកម្លាំងដែលប្រដាប់ទៅដោយអាវុធព្រមទាំងមានចានៅសម្ភារៈឧបករណ៍គ្រឿងចាក់ឈូសឆាយចាធំធ្ងន់ទៀតផងដើម្បីបន្តសកម្មភាពដែលខ្លួនតែងតែប៉ុនប៉ងធ្វើមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាក្នុងឱកាសនេះនាងខ្ញុំក៏សូមជម្រាបជូននៅចាការរៀបជូនរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតាក់ទងទៅនឹងបច្ចុប្បន្នភាពស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃគិតត្រឹមពីថ្ងៃទី7ដល់ថ្ងៃទី9ខែតុលាឆ្នាំ2025ដែលនៅក្នុងនោះគឺបានចារៀបរាប់ថានៅថ្ងៃទី7ខែតុលាឆ្នាំ2025ប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាបានចេញនៅសេចក្តីថ្លែងការណ៍មួយសម្ដែងនឹងការសោកស្ដាយជាពន់ពេកនិងប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាប្រហារនិងគ្មានការគោរពប្រព្រឹត្តមកលើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងអិសរាជជនថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតនាពេលថ្មីនេះសេចក្តីថ្លែងការណ៍នេះបានចាត់ទុកថាអកប្បកិរិយាបែបនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិតម្លៃសិលធម៌ការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនិងប្រជាជាតិទាំងបែបនេះក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកចិត្តខាងល្អមិត្តភាពនិងសន្តិសហវិជ្ជមានដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជានិងថៃក្នុងនាមជាសមាជិកក្នុងអាស៊ាននិងសហគមន៍អន្តរជាតិគួររំលឹកបន្ថែមថាទោះបីនៅចំពោះមុខការបង្កហេតុដោយចេតនានេះសម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងាត់ជៀសវាងការសងសឹកនិងប្រកាន់ខ្ជាប់នៅស្មារតីនៃការឯកភាពជាតិនិងការអត់ធ្មត់ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដកដង្ដំនិងភាពស្អាតស្អំខាងសិលធម៌ដែលបន្តជំរុញឲ្យមានសន្តិភាពនិងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់ប្រសិទ្ធភាពបានសង្កត់ធ្ងន់ថាវាជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះក្នុងលក្ខណៈសមស្របជាប្រជាជាតិមួយដែលមានអរិយធម៌និងថ្លៃថ្នូរដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនាពេលអនាគតចាទស្សនិកជនឥឡូវនេះបន្តជួបសេចក្តីរាយការណ៍របស់លោកចំណានជាបន្តទៀតហើយចាប់តាំងពីម៉ោង12:55នាទីមកនៅថ្ងៃ10ខែ10នេះគឺខាងទាហានសៀមនៅតែបន្តឈ្លានពានតាមរយៈការឈូសឆាយនៅលើដីដែលជាអធិបតេយ្យភាពរបស់កម្ពុជាប៉ុន្តែដីនេះគឺគ្រាន់តែជាដីដែលខាងទាហានសៀមបានហ៊ុំព័ទ្ធកាលពីពេលកន្លងទៅមិនមែនជាដីដែលហ៊ុំព័ទ្ធថ្មីនោះទេហើយលោកអ្នកបានឃើញអំបញ្ញមិញក៏ក្រុមអ្នកអង្គការអន្តរការហៅកាត់ថា IOT ក៏បានចុះមកពិនិត្យផ្ទាល់ដូចគ្នាអញ្ចឹងយើងនឹងឃើញថារឿងរ៉ាវនៃការឈ្លានពាននេះគឺបានដឹងឮដល់សហគមន៍អន្តរជាតិហើយទេសនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិននៅមានការវិវត្តថ្មីជាបន្តខ្ញុំបាទនឹងធ្វើសេរីការផ្ទាល់ថ្មីជាបន្តទៀត